ប្រហែលជាឆ្នាំទី41នៃយុគសម័យ Spirit Inception ត្រូវបានគេចាត់ទុកថាជាឆ្នាំនៃបញ្ហាវាជាឆ្នាំដែលការផ្លាស់ប្ដូរដ៏មហន្តរាយបានវាយប្រហារអាណានិគមលូណាហើយធ្វើឲ្យសហព័ន្ធទាំងមូលភ្ញាក់ផ្អើលវាមិនអាចទៅរួចទេក្នុងការលាក់បាំងឬលាក់បាំងព័ត៌មាននេះអាណានិគមនៅលើឋានព្រះច័ន្ទមានច្រើនពេកក្រៅពីអាណានិគមដែលជាកម្មសិទ្ធិរបស់កម្លាំងនយោបាយសំខាន់ក៏មានអាណានិគមជាច្រើនទៀតដែលជាកម្មសិទ្ធិរបស់អង្គភាពនយោបាយតូចៗជាច្រើនភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយផ្សេងៗនៅទូទាំងសហព័ន្ធបានចាប់ផ្សាយព្រឹត្តិការណ៍មហន្តរាយដែលបានកើតឡើងនៅក្នុងអាណាចក្រ Mystic Luna ទៅកាន់សហព័ន្ធទាំងមូលក្នុងរយៈពេលដ៏ខ្លីប្រជាជននៅក្នុងទីក្រុងដែលចាត់ចែងពីពេញសហព័ន្ធត្រូវបានជាប់អន្ទាក់ដោយការភ័យខ្លាចភាពភ័យរន្ធត់និងភាពវឹកវរបានបោកបក់ពីពេញប្រជាជនការខົບខិតគ្រប់ប្រភេទនិងពុយសាសកំពុងត្រូវបានរីករាលដាលគ្រោះមហន្តរាយវាយប្រហារឋានព្រះច័ន្ទព្រះអាយវាត្រូវតែជាជនបរទេសពីដើមពណ៌បៃតងសម្រិតបុរាណពួកគេប្រកាសជាបានបង្ហាញខ្លួនខ្ញុំតែងតែជំរុញឲ្យប្រឆាំងនឹងការដើរលើមីគីរបស់អ្នកដាំដុះដោយដែលខ្ញុំបានទាយរួចមកហើយមានអ្វីមួយបានកើតឡើងការដាំដុះគឺជាអំណាចរបស់ព្រះវាមិនមែនជាអ្វីដែលយើងជាមនុស្សធម្មតាគួរព្យាយាមនឹងមាននោះទេកុំនិយាយមិនសមហេតុសមផលសហព័ន្ធនឹងដោះស្រាយអ្វីដែលកំពុងកើតឡើងនៅលើឋានព្រះច័ន្ទនៅពេលដែលសហព័ន្ធទាំងមូលមានការរំជើបរំជួលឪពុកម្ដាយរបស់បាងបោក៏ត្រូវបានរំពាត់ដោយការថប់បារម្ភផងដែរពួកគេគ្មានទីពឹងក្នុងការធ្វើអ្វីទាំងអស់ជាសំណាងល្អឪពុករបស់ឡាយូដល់ប៉ុននឹងចៅហ្វាយក្រុងនៃទីក្រុងផានីតែងតែមកលេងតាមរយៈបនដែនផ្ទាល់ខ្លួនរបស់ពួកគេបានជីកកកាយព័ត៌មានថ្មីហើយអាចធានាដល់ឪពុកម្ដាយរបស់បាងបោគូស្វាមីភរិយាវ័យចំណាយអាចទទួលបានការយល់ដឹងកាន់តែច្រើនអំពីបញ្ហានេះហើយដឹងថាបាងបោប្រហែលជាមិនមានបញ្ហាទេមានអ្វីមួយបានកើតឡើងនៅលើឋានព្រះច័ន្ទហើយនាំឲ្យមានការបិទគប់របស់វាហើយសហព័ន្ធកំពុងស្ថិតក្នុងដំណាក់កាលនៃការជួយសង្គ្រោះមនុស្សគ្រប់គ្នាក្នុងពេលជាមួយគ្នានេះក្រុមមួយដែលដឹកនាំដោយប្រធានសហព័ន្ធនឹងបង្កើតឡើងដោយសមាជិកមកពីកម្លាំងនយោបាយសំខាន់ផ្សេងៗបានចាត់ចែងហើយកំពុងធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទសូម្បីតែព្រឹទ្ធាចារ្យជាន់ខ្ពស់មកពីមហាវិទ្យាល័យអេតេរីដោក៏ត្រូវបានបញ្ចូលក្នុងក្រុមដែរព្រឹទ្ធាចារ្យក៏ត្រូវបានជំរុញឲ្យធ្វើសកម្មភាពកម្លាំងនយោបាយដ៏ពិតប្រាកដនិងមានអំណាចបំផុតផ្សេងទៀតនឹងមិនអង្គុយស្ងៀមរងចាំនោះទេការផ្លាស់ប្តូរភ្លាមនៅលើឋានព្រះច័ន្ទគឺភ្លាមហើយជាការព្រួយបារម្ភយ៉ាងខ្លាំងចំពោះមនុស្សជាច្រើនពួកគេអាចមានអារម្មណ៍ថាមានអ្វីផ្សេងទៀតកំពុងកើតឡើងនៅបកណ្ដាលដំណើរក្រុមជួយសង្គ្រោះបានទទួលការបញ្ជូនពីបរិះខ្លាំងនៃកម្លាំងនយោបាយផ្សេងៗដែលយាមនៅអាណានិគមមូលដ្ឋានលូណាពួកគេបានរកឃើញនៅក្នុង Mystic Luna រូបរាងរបស់អ្នកដាំដុះអាណាចក្រ Core Formation ភ្នែកពណ៌ក្រហមនិងភ្លេចបន្ទោពណ៌ក្រហមដែលអាចសម្លាប់អ្នកដាំដុះអាណាចក្រ Core Formation ការរកឃើញថ្មីបានធ្វើឲ្យអ្វីដែលកំពុងកើតឡើងនៅលើឋានព្រះច័ន្ទកាន់តែគួរឲ្យព្រួយបារម្ភបន្ទាប់ពីពួកគេបានទៅដល់អាណានិគមមូលដ្ឋានជាង100នាក់ក្នុងចំណោមពួកគេជិត7%នៃអ្នកដាំដុះអាណាចក្រ Core Formation ទាំងអស់នៅក្នុងសហព័ន្ធបានប្រមូលផ្តុំគ្នាភ្លាមបន្ទាប់ពីបានបង្រួមភស្តុតាងនិងតម្រុយទាំងអស់ដែលពួកគេបានឈានដល់ការសន្និដ្ឋានរបស់ពួកគេនៅពេលដែលដើមឈើមួយទទួលបានអារម្មណ៍វាអាចស្រូបយកអ្នកដាំដុះលាក់ខ្លួននៅក្នុងខ្លួនរបស់គាត់ហើយចូលទៅក្នុង Mystic Lunarium ការវាយតម្លៃរបស់យើងបង្ហាញថាមានដើមឈើមានជីវិតដែលមានអារម្មណ៍បែបនេះយ៉ាងហោចណាស់2ឬច្រើនការដាំដុះរបស់ពួកគេគឺស្ថិតនៅក្នុងពិភព Core Formation ហើយពួកគេហាក់ដូចជាមានចំនួនជាមួយគ្នាគោលបំណងរបស់ពួកគេមិនស្គាល់របៀបដែលពួកគេបានគ្រប់គ្រងដើម្បីតស៊ូគ្រប់គ្រងការបង្កើត Arena និងប្រើវាសម្រាប់ការបិទចិត្តមិនស្គាល់ភស្តុតាងត្រូវបានបង្ហាញនៅចំពោះមុខមនុស្សគ្រប់គ្នាគ្មាននរណាម្នាក់និយាយចេញមកទេប៉ុន្តែសមាជិកម្នាក់នៃកម្លាំងជួយសង្គ្រោះច្បាស់ជាមិនអាចទប់ចិត្តបានត្រូវពីការសង្ស័យថាបញ្ហានេះជាលទ្ធផលនៃការខកខានគ្នាវាអ្នកខាងក្រៅនិងនរណាម្នាក់នៅក្នុងសហព័ន្ធទឹកមុខរបស់ប្រធានសហព័ន្ធឌួនមូគេគឺស្ងប់ស្ងាត់គាត់មិនបានធ្វើការសម្រេចចិត្តភ្លាមទេដោយងាកទៅរកបុរសចំណាំម្នាក់នៅពីក្រោយគាត់អ្នកចុងក្រោយគឺជាព្រឹទ្ធាចារ្យជាន់ខ្ពស់នៃមហាវិទ្យាល័យដែលដ៏បរិសុទ្ធអតីតប្រធានសហព័ន្ធបុរសចំណាំបានបង្រួមភ្នែករបស់គាត់បន្ទាប់ពីមួយសន្ទុះពន្លឺក៏បានភ្លឺឡើងក្នុងភ្នែករបស់គាត់ហើយគាត់បាននិយាយដោយសំឡេងទាបថាទោះជាយ៉ាងណាក៏ដោយយើងត្រូវបំបីការបង្កើតអារេហើយរៀបចំការជួយសង្គ្រោះគំនិតរបស់គាត់គឺដូចគ្នាបីបិទទៅនឹងគំនិតរបស់ឌួនមូគីបន្ទាប់ពីអ្នកទាំងពីរបានសម្រេចចិត្តកម្លាំងនយោបាយផ្សេងទៀតក៏បានយល់ព្រមដែរកម្លាំងជួយសង្គ្រោះអាណាចក្របង្កើតស្នូរាប់រយនាក់បានរើចេញភ្លាមហើយព្យាយាមបំពុះការបង្កើតអារេឌួនមូគេថាតែបានធ្វើឲ្យធម្មពលនៃអាវុធដល់ទេវភាពសកម្មទៀតផងនៅពេលនោះសំឡេងរោដ៏ខ្លាំងមួយបានរញ្ជួយមេឃហើយព្រះច័ន្ទទាំងមូលក៏រញ្ជួយទោះជាយ៉ាងណាក៏ដោយការបង្កើត Arena នៃ Mystic Lunarium គឺមានភាពធន់ហើយត្រូវបានជ្រៀតចូលដោយវិញ្ញាណអារក្សដែលជាក់ស្ដែងត្រូវបានរៀបចំកម្លាំងជួយសង្គ្រោះមិនដឹងថាពួកគេបានប្រើអំណាចឬមនោគមប្រភេទណានោះទេកិច្ចខិតខំប្រឹងប្រែងបំបីការបង្កើត Arena បានរីកចម្រើនក្នុងល្បឿនដូចចងវានឹងមិនត្រូវបានបំបីឆាប់នេះទេជំរឿនតែមួយគឺត្រូវប្រើអាវុធទេវភាពខ្លួនឯងទោះជាយ៉ាងណាក៏ដោយការលើកចេញនូវអាវុធទេវភាពពិតជានឹងដាក់ stage អមតៈរាត្រីដែលកំពុងដេកលក់នៅក្នុង Mystic Lunariumវិសាលភាពនៃគ្រោះមហន្តរាយដែលកើតឡើងនឹងមិនអាចនឹកស្មានដល់បានទេដូច្នេះពួកគេនឹងមិនងាកទៅរកជំរឿននោះទេរហូតដល់ពួកគេអស់មធ្យោបាយទាំងអស់ក្នុងអំឡុងពេលនោះខណៈពេលដែលក្រុមជួយសង្គ្រោះព្យាយាមទម្លាក់ត្រាតានៅក្នុង
ម៉ៃស៊ីកលូណារៀមដៃដែលពួកសិស្សមកពីមហាវិទ្យាល័យដែលទាំង4បានឈរនៅតែគ្របដណ្ដប់ដោយអាប់បន្ទាប់ពីរយៈពេលយូរជាមួយនឹងការផ្លាស់ប្ដូរបន្តិចតងនៃអាប់តំបន់នោះត្រូវបានលាតត្រដាងទីបំផុតមិនមានព្រលឹងណាមួយនៅក្នុងការមើលឃើញទេអ្នកដាំដុះរាប់រយនាក់មកពីមហាវិទ្យាល័យដែលធ្លាប់ជាប់នៅក្នុងអាប់បានបាត់ខ្លួនអាប់ដែលបន្សល់ទុកនៅក្នុងដីស្ងួតនិងរុក្ខជាតិដែលរួញតូចក្រៅពីនេះគ្មានអ្វីផ្សេងទៀតនៅសល់ទេសូម្បីតែរូងជ្រៅដែលត្រូវបានបន្សល់ទុកដោយមូនប៊ូក៏បាត់ទៅដែរដូចជាត្រូវបានលុបចោលពីអត្តភាពវាដូចជាគ្មានអ្វីកើតឡើងនៅក្នុងតំបន់នោះទេប្រសិនបើមាននរណាម្នាក់នៅជុំវិញដើម្បីឃើញទស្សនវិជ្ជាទាំងមូលពួកគេនឹងភ្ញាក់ផ្អើលជាមួយនឹងទស្សនវិជ្ជានេះវាចម្លែកហួសពីការមើលឃើញមនុស្សម្នាក់នឹងប្រឈមមុខនឹងអារម្មណ៍បោកបញ្ឆោតថាអ្វីគ្រប់យ៉ាងដែលបានកើតឡើងវាស្មើនៃបំណែកអ្នកដាំដុះរាប់រយនាក់មកពីមហាវិទ្យាល័យដល់ទាំង4និងសូម្បីតែការប្រយុទ្ធជាមួយមូនប៊ូគឺជាការកុហកហើយមិនបានកើតឡើងពិតប្រាកដទេអាកាសធាតុចម្លែកគឺជាអ្វីដែលធ្វើឲ្យព្រះច័ន្ទថ្លៃជាកន្លែងគ្រោះថ្នាក់វាជាគ្រោះថ្នាក់ដែលធ្វើឲ្យមនុស្សម្នាក់ភ្ញាក់ផ្អើលសិស្សមកពីមហាវិទ្យាល័យដល់បច្ចុប្បន្នកំពុងត្រូវបានដឹកជញ្ជូនទៅកាន់ផ្នែកផ្សេងៗនៃអាណាចក្រ Mystic Luna ដល់ Mystic Trefok អ្នកដែលមានសំណាងនៅតែស្ថិតនៅផ្នែកដែលអាចមើលឃើញនៃព្រះច័ន្ទអ្នកដែលមានសំណាងជាងត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ដែលមានគ្រោះថ្នាក់ជាងនិងរឹតបន្តឹងជាងនៅផ្នែកងងឹតនៃព្រះច័ន្ទបានបមិនដឹងថាគាត់នៅឯណាទេបន្ទាប់ពី App Mystic Trefok បានគ្របដណ្ដប់លើគាត់គ្រាន់តែមានអារម្មណ៍ថាចក្ខុវិស័យរបស់គាត់ព្រើពេលវាស្រឡះឡើងវិញគាត់បានរកឃើញខ្លួនឯងនៅកន្លែងដែលមិនធ្លាប់ស្គាល់ដល់ដំណើរគាត់លេចឡើងវិញនៅទីតាំងថ្មីគាត់បានធ្វើឲ្យការដាំដុះរបស់គាត់សកម្មភ្លាមគាត់បានលើកដៃស្តាំរបស់គាត់ឡើងកម្លាំងនៃ Supernova នៅក្នុងកាត់ដៃរបស់គាត់ហើយសង្កេតមើលបរិស្ថានជុំវិញខ្លួនយ៉ាងរហ័សនិងប្រុងប្រយ័ត្នគាត់លែងនៅក្នុងដីវាលខ្សាច់ទៀតហើយដីត្រូវបានគ្របដណ្ដប់ដោយដីពណ៌ថ្នោតភក់នៅឆ្ងាយគាត់អាចមើលឃើញការកើនឡើងនិងការធ្លាក់ចុះនៃភ្នំតូចប្រសិនបើមិនមែនដោយសារត្រាឈើដែលតម្រង់ជួរនៅលើមេឃពេលយប់ងងឹតទេគាត់ប្រហែលជាគិតថាគាត់បានវិលត្រឡប់មកផែនដីវិញបន្ទាប់ពីធ្វើឲ្យប្រកាសថាមិនមានគ្រោះថ្នាក់វានប៉ាវ10ដង្ហើមធំដោយធូរស្រាលព្រឹត្តិការណ៍ផ្សេងៗដែលគាត់បានជួបប្រទះចាប់តាំងពីគាត់បានមកដល់ Mystic Lunarium គឺចម្លែកនិងមានគ្រោះថ្នាក់យ៉ាងខ្លាំងតើខ្ញុំនៅផ្នែកដែលអាចមើលឃើញឬផ្នែកងងឹតវាងប៉ាឆ្ងល់គាត់បានសម្លឹងមើលមេឃយ៉ាងប្រញាប់ប្រញាល់ហើយបានស្ងប់ចិត្តដោយភ័យស្លន់ស្លោនៅពេលដែលគាត់បានឃើញភពផែនដីពណ៌ខៀវព្រាចាំងចាំងនៅលើមេឃហើយបានដឹងថាគាត់មានសំណាងគ្រប់គ្រាន់ដែលមិនត្រូវបានដឹកជញ្ជូនទៅកាន់ផ្នែកងងឹតនៃព្រះច័ន្ទគាត់នឹងមិនអាចមើលឃើញផែនដីបានទេប្រសិនបើរឿងនោះបានកើតឡើងយ៉ាងណាមិញមនុស្សម្នាក់នឹងមិនអាចមើលឃើញផែនដីនៅពេលឈរនៅផ្នែកងងឹតនៃព្រះច័ន្ទការចាប់តន់នៃវិញ្ញាណឈីបានប៉ះពាល់ដល់គន្លងព័ត៌មានដែលគាត់បានអានបានរៀបរាប់អំពីគ្រោះថ្នាក់ដែលមាននៅក្នុងផ្នែកងងឹតនៃព្រះច័ន្ទតំបន់ជ្រៅជ្រៅមួយចំនួនមានគ្រោះថ្នាក់ខ្លាំងណាស់ដែលអ្នកដាំដុះអាណាចក្រដង្ហើមពិតដែលបានផ្សងព្រេងនៅទីនោះប្រឈមមុខនឹងការស្លាប់ស្ទើរតែប្រាកដពេលដែលវាងបោមានទំនុកចិត្តលើសុវត្ថិភាពរបស់គាត់ក៏ដកដង្ហើមធំតង់ទៀតគាត់បានប្រដុតដៃរបស់គាត់លើថ្ងាសគាត់មានអារម្មណ៍ថាសំណាងរបស់គាត់មួយចំនួនធំហាក់ដូចជាបានបាត់ទៅហើយចាប់តាំងពីគាត់មកដល់អាណាចក្រ Mystic Luna គាត់ត្រូវបានស៊ីលីងប្លន់យកឱកាសដំបូងក្នុងការបរបាញ់បំណែកហើយបានជួបប្រទះនឹងដើមឈើយក្សម្តងទៀតទោះបីជាដើមឈើយក្សត្រូវបានសម្លាប់ក៏ដោយក៏អាណាចក្រនេះនៅតែត្រូវបានផ្សារភ្ជាប់តើវាអាចទៅរួចទេដែលខ្ញុំពិតជាកូនប្រុសនៃផែនដីនោះហើយជាមូលហេតុដែលសំណាងរបស់ខ្ញុំប្រែជាអាក្រក់ទៅនៅពេលដែលខ្ញុំចាក់ចេញពិភពផែនដីវាងបោតេពូរបស់គាត់ហើយសោកសៅការព្រួយបារម្ភនៅក្នុងភ្នែករបស់គាត់មិនបានបាត់ទៅណាទេទោះបីជាគាត់ចំអកខ្លួនឯងក៏ដោយវាងបោជាទូទៅគឺជាមនុស្សសុទ្ធិនិយមទោះជាយ៉ាងណាក៏ដោយសុទ្ធិនិយមរបស់គាត់គ្រាន់តែជាមធ្យោបាយមួយសម្រាប់គាត់ដើម្បីគ្រប់គ្រងការថប់បារម្ភរបស់គាត់ដឹងយ៉ាងច្បាស់ថានៅក្នុងអាណាចក្រ Mystic Luna សេចក្តីស្លាប់និងគ្រោះថ្នាក់តែងតែនៅជិតដើម្បីធានាបាននូវសុវត្ថិភាពរបស់គាត់ត្រូវតែទៅដល់អាណាចក្រ Foundation Establishment ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានខ្ញុំឆ្ងល់ថាតើអ្នកដទៃកំពុងធ្វើដូច្នេះវាងបោបានស្និទ្ធស្នាលផ្នែករបស់គាត់ភ្លឺដល់ការតាំងចិត្តមានតែការឈានដល់អាណាចក្របង្ការក្រឹបប៉ុណ្ណោះទើបគាត់អាចធានាបាននូវសមត្ថភាពពីខ្លួនគាត់ខ្ញុំត្រូវតែស្វែងរកបំណែកឲ្យបានរហ័សវាងប៉ាវលបានសម្រេចចិត្តគាត់បានឃើញថាគ្មាននរណាម្នាក់នៅជុំវិញគាត់ហើយបានបញ្ចេញគ្រាប់ពូជដែលស៊ីបំផ្លាញរបស់គាត់ទាំងស្រុងនៅពេលដែលគ្រាប់ពូជដែលស៊ីបំផ្លាញផ្ទុះឡើងបានប៉ាវលបានតាបលើការដឹងពីការរំខានណាមួយនៅក្នុង Spirit Key គាត់បានរត់ទៅមុខបង្ការលបឿនឆ្លងកាត់អាណាចក្រ Mystic Luna ខណៈពេលដែលកំពុងមានអារម្មណ៍រក Spirit Key គាត់បានរក្សាការប្រុងប្រយ័ត្នចំពោះការគំរាមកំហែងនិងគ្រោះថ្នាក់ជំវិញវាមិនចំណាយពេលយូរទេ2ម៉ោងក្រោយមកបានបោដែលរត់លឿននៅតែមិនបានឃើញព្រលឹងតែមួយទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេលដ៏ខ្លីគាត់មានអារម្មណ៍ថាមានរលកខ្សោយនៃ Spirit Key វាខ្សោយខ្លាំងណាស់តែបានប៉ាវលមិនបានកត់សម្គាល់វាទេប្រសិនបើគាត់មិនមានគ្រាប់ពូជដែលស៊ីបំផ្លាញនឹងអារម្មណ៍មកស្រួចក្នុងចំណោមការភ្ញាក់ផ្អើលដ៏រីករាយរបស់គាត់បានផ្លាស់ប្ដូរទៅដល់ហើយប្រញាប់ប្រញាល់ទៅរកប្រភពនៃ Spirit Key បន្ទាប់ពីតាមដានអារម្មណ៍របស់គាត់និងស្វែងរកមួយរយៈទីបំផុតគាត់បានរកឃើញរុក្ខជាតិមួយប្រភេទដែលរួញប៉ះកណ្ដាលដែលមើលទៅដូចជាដើមត្រសក់ Hedgehog គាត់បានសម្លឹងមើលវាហើយមិនអាចទប់អារម្មណ៍ភ្ញាក់ផ្អើលរបស់គាត់បានទេមានដើមត្រសក់ Hedgehog នៅលើឋានព្រះច័ន្ទទេវាងប៉ាវលអាចដឹងពីប្រភពដើមនៃ Spirit Key វាខ្សោយប៉ុន្តែនៅទីនោះនៅក្រោមដើមត្រសក់ Hedgehog
វាសោណាស់ដែលនរណាម្នាក់ដែលអនុវត្តសិល្បៈចិញ្ចឹមគីហើយដើរកាត់ដើមត្រសក់ឲ្យមើលរំលងវាបានយ៉ាងងាយវ៉ាំប៉ាវលចាប់ដើមត្រសក់ហេឆហុកយ៉ាងរីករាយដល់ដំណាលដៃរបស់គាត់លុកចេញមកធំមួយបានលេចឡើងនៅលើដើមត្រសក់ហេឆហុកវាបានលូកដៃទៅចាប់ដៃរបស់វ៉ាំប៉ាវលហើយខំវាខំទេវ៉ាំប៉ាវលសម្លឹងមើលវ៉ាំប៉ាវលបានស្រមុកពេលឃើញដើមត្រសក់ហេឆហុកធៀបនឹងខំដៃស្តាំរបស់គាត់រត់កាត់ដៃហើយគាត់បានធ្វើឲ្យសុភនវសកម្មធម្មពលវិញ្ញាណបានធ្វើឡើងជំវិញគាត់ហើយធូលីនិងដីបានរំកិលចេញពីដីហើយហក់ឡើងលើអាកាសដើមត្រសក់ហេឆហុកបានបើកមាត់ធំហើយហៀបនឹងខំពេលឃើញទស្សនភាពនោះវាយល់ហើយដោយមិនរងចាំកាត់ដៃរបស់វ៉ាំប៉ាវលធ្លាក់មកវាបានស្ដោះតពណ៌បៃតងមួយមកចេញវាមិនត្រូវបានតម្រង់ទៅវ៉ាំប៉ាវលទេប៉ុន្តែត្រូវបានស្ដោះចេញដូចជាអានធៀមដើមត្រសក់បានចុះខ្សោយសូម្បីតែបន្លាក៏ចាប់ដើមជ្រុះជាបាច់ដែរវាហាក់ដូចជាចាញ់ធ្វើពុតជាស្លាប់ខ្ញុំមិនទាន់បានវាសូម្បីតែមួយម៉ាត់ផងវ៉ាំប៉ាវលព្រឹកភ្នែកការទប់ដៃរបស់គាត់ឈប់នៅចំពោះមុខដើមត្រសក់ហេឆហុកគាត់សម្លឹងមើលគាត់យល់ថាដើមត្រសក់គួរឲ្យចាប់អារម្មណ៍ហើយស្រេចលែងពេលគាត់និយាយចប់ដើមត្រសក់ក៏ភ្ញាក់ឡើងវាបានដកដៃរបស់វាចេញពីដីហើយដូចជាមនុស្សតូចម្នាក់បានដកថយយ៉ាងលឿនវាបានឈប់បន្ទាប់ពីវាបានដកថយមួយយ៉ាតយ៉ាងហោចណាស់អ្នកដឹងពីអ្វីដែលល្អសម្រាប់អ្នកដៃស្តាមរបស់បាំបលបានលូកដៃចូលទៅក្នុងដីជ្រៅដែលដើមត្រសក់ហេឆហុកទៅតែរើចេញហើយចាប់បំណែកទំហំក្រចកដៃនៅពេលដែលដៃរបស់គាត់ប៉ះបំណែកនោះអារម្មណ៍ចម្លែកមួយបានធ្វើដំណើរពីចុងម្រាមដៃរបស់គាត់ទៅកាន់បេះដូងរបស់គាត់អារម្មណ៍នេះគឺស្រដៀងនឹងភាពស្រេកឃ្លានគ្មានទីបញ្ចប់នឹងយូរជានេះមកពីខាងក្នុងគាត់ដើម្បីលាជាមួយបំណែកនោះបានបោកយកហើយដង្ហើមរបស់គាត់លឿនជាងមុននៅពេលដែលគាត់កាន់បំណែកនោះនៅក្នុងដៃរបស់គាត់ហើយសិក្សាវាគាត់ប្រកាសណាស់ថាវាគឺជាបំណែកពិសេសមួយដែលអាចប្រើដើម្បីបង្កើតស្នូលគ្រឹះរបស់គាត់ដោយក្តីរីករាយយ៉ាងខ្លាំងបានដាក់បំណែកនោះនៅចិត្តទ្រូងរបស់គាត់បំណែកក្រៅភពបែបនេះអាចប្រើសម្រាប់ស្នូលគ្រឹះរបស់មនុស្សម្នាក់ប៉ុន្តែវាមិនមែនជាអ្វីដែលខ្សែដៃផ្ទុកអាចកាន់បានទេដោយពោពេញដោយការពេញចិត្តវ៉ាងបោបានងើបក្បាលឡើងហើយបានរកឃើញដើមត្រសក់ហេឆហុកបាត់ទៅហើយតែមិនបានយកចិត្តទុកដាក់ចំពោះការបាត់ខ្លួនរបស់វាគាត់បានគិតមួយសន្ទុះហើយបានដឹងពីមូលហេតុនៃភាពវៃឆ្លាតដោយមនុស្សរបស់ដើមត្រសក់វាប្រហែលជាមានជាប់ពាក់ទងនឹងបំណែកពិសេសនេះវ៉ាងប៉ាវបានមើលជុំវិញបញ្ជាក់ថាมันមានបំណែកផ្សេងទៀតទេបន្ទាប់មកបាននិកចេញហើយរត់ចេញបន្ទាប់ពីគាត់ចាក់ចេញដីនៅក្នុងដីបានឡើងបន្តិចហើយដើមត្រសក់ហេឆហុកបានលេចចេញមកតងទៀតវាបានមើលទៅដែលវ៉ាងប៉ាវបានទៅដល់ហាក់ដូចជាចុះចេញបើកមាត់របស់វាឲ្យធំហើយលាតធ្មេញរបស់វាបន្ទាប់មកបានជីកចូលទៅក្នុងដីវិញហើយរត់ចេញវ៉ាងប៉ាវកំពុងរត់យ៉ាងសប្បាយរីករាយលើកលែងតែបន្ទាប់ពីរត់បានមួយរយៈវាបានឈប់ហើយសម្លឹងមើលបំណែកដែលគាត់បានដាក់នៅចិត្តទ្រូងរបស់គាត់ហាក់ដូចជាធ្លាក់ទឹកចិត្តបន្តិចមានអ្វីមួយខុសជាមួយរបស់នេះឯកសារអានគ្រាន់តែនិយាយថាយើងមិនអាចរក្សាទុកវានៅក្នុងខ្សែដៃផ្ទុករបស់យើងបានទេពួកគេមិនបាននិយាយអ្វីទាំងអស់អំពីបំណែកនេះជាប្រភពនៃវិញ្ញាណជីដែលទាក់ទាញចំណាប់អារម្មណ៍នោះទេវ៉ាងប៉ាវចាប់សោរបស់គាត់ដោយការខឹងសម្បាវានឹងល្អប្រសិនបើបំណែកនោះមិនត្រូវបានគេរកឃើញប៉ុន្តែនៅពេលដែលវាត្រូវបានគេរកឃើញហើយបានប៉ះជាមួយអ្នកដំដុះវាបានផ្លែជាដូចជាភ្លើងដែលកំពុងឆេះនៅក្នុងយប់និមិត្តសូនឆឹងអ្វីមួយដែលជាក់ស្ដែងនឹងត្រូវបានរកឃើញដោយអ្នកដទៃដែលស្ថិតនៅក្នុងកម្មជាក់លាក់មួយនោះហើយជាមូលហេតុដែលពួកគេនិយាយថាវាមានគ្រោះថ្នាក់នៅទីនេះហើយការប្រកួតប្រជែងក្នុងចំណោមកម្លាំងនយោបាយផ្សេងៗគឺខុសខើជាមួយនឹងលក្ខណៈពិសេសបែបនេះវានឹងចម្លែកប្រសិនបើការប្រយុទ្ធមិនថ្លឹងថ្លាវ៉ាងប៉ាវគិតមួយសន្ទុះហើយពិចារណាលាក់បំណែកនោះនៅកន្លែងផ្សេងគាត់បានព្យាយាមជិះដុលតែមួយហើយក៏វាប៉ុន្តែវិញ្ញាណជីរបស់វានៅតែចេះស្ដែងឱកាសដែលនរណាម្នាក់រកឃើញវាភ្លាមបន្ទាប់ពីគាត់បានចាក់ចេញពីខ្ពស់គ្មានវិធីផ្សេងទៀតទេខ្ញុំចង់ឃើញថាអ្នកណាហ៊ានប្លន់ខ្ញុំវ៉ាងប៉ាវខំថ្មីរបស់គាត់សម្លឹងមើលហើយបន្តរត់គ្រាប់ពូជដែលលេបប្របាក់នៅក្នុងខ្លួនរបស់គាត់បានគោលនឹងស្វែងរកប្រភពផ្សេងទៀតនៃវិញ្ញាណជីពេលវេលាបានកន្លងផុតទៅយឺត3ថ្ងៃបានកន្លងផុតទៅក្នុងរយៈពេល3ថ្ងៃវ៉ាងប៉ាវបានរកឃើញបំណែកជាច្រើនភាគច្រើននៃពួកវាមិនអាចប្រើសម្រាប់ស្នូលនៃការបង្កើតគ្រឹះបានទេក្នុងចំណោមបំណែកពិសេសបែបនេះគាត់ទៅតែរកឃើញបំណែកទី2ប៉ុណ្ណោះវ៉ាងប៉ាវបានតែអំពីការលំបាកក្នុងការស្វែងរកបំណែកពិសេសទាំងនោះហើយមិនអាចគ្រប់គ្រងការដកដង្ហើមធំរបស់គាត់បានទេយ៉ាងហោចណាស់គាត់មានគ្រាប់ពូជដែលស៊ីសាច់របស់គាត់ហើយល្បឿនដែលគាត់កំពុងស្វែងរកបំណែកទាំងនោះគឺលឿនជាងអ្នកដំណោះធម្មតាទោះជាយ៉ាងណាក៏ដោយលទ្ធផលរបស់គាត់គឺគួរឲ្យសោកសៅអ្នកផ្សេងទៀតប្រកាសជាកំពុងប្រឈមមុខនឹងបញ្ហាដូចគ្នាវ៉ាងប៉ាវជឿជាក់លើខ្លួនឯងថាគិតដូច្នេះក្នុងរយៈពេល3ថ្ងៃនោះគាត់បានជួបប្រទះនឹងសត្វចម្លែកព្រះច័ន្ទភាគច្រើនជាសត្វព្រះច័ន្ទដែលបានផ្លាស់ប្ដូរដែលជាអាណាចក្រក្បាច់គុនបុរាណពួកវាមិនបានគំរាមកំហែងដល់គាត់ប៉ុន្តែសោះហើយពួកវាខ្លះថែមទាំងមើលទៅដូចជាពួកវាអាចធ្វើម្ហូបឆ្ងាញ់ៗបានទៀតផង
ជាឧទាហរណ៍គាត់បានឃើញបង្កងមួយក្បាលដែលមានទំហំប៉ះកណ្ដាលរបស់មនុស្សវាធ្វើឲ្យបានប៉ាវលស្ទើរអស់រយៈពេលយូរគាត់ចាំថាគាត់បានស៊ីបង្កងដែលរកឃើញនៅក្នុងមហាសមុទ្រប៉ុន្តែគាត់មិនដែលស៊ីបង្កងដែលត្រូវបានរកឃើញនៅលើដីគោកទេទោះជាយ៉ាងណាក៏ដោយបង្កងនោះបានបញ្ចេញពន្លឺពណ៌ស្វាយហើយមើលទៅមានជាតិពុលដូច្នេះបន្ទាប់ពីពិចារណាអស់រយៈពេលយូរវ៉ាងប៉ាវលបានសម្រេចចិត្តបោះបង់ចោលគំនិតនេះ2ថ្ងៃបានកន្លងផុតទៅនៅថ្ងៃនោះវ៉ាងប៉ាវលកំពុងបន្តដំណើររបស់គាត់នៅក្នុងអាណាចក្រព្រះច័ន្ទអាថ៌កំបាំងដោយស្វែងរកបំណែកពេលនោះគាត់បានឆ្លងកាត់ភ្នំតូចមួយភ្នែករបស់គាត់ស្រាប់តែភ្លឺឡើងតាមរយៈគ្រាប់ពូជដែលកំពុងលេបប្របាប់គាត់មានអារម្មណ៍ថាមានការរំខានពីវិញ្ញាណឈីដ៏គួរឲ្យភ្ញាក់ផ្អើលនៅថ្ងៃកំពុងផ្ទុះឡើងការរំខាននោះធ្វើឲ្យវ៉ាងប៉ាវលរំភើបគាត់ហៀបនឹងចូលទៅជិតនៅពេលដែលគាត់មានអារម្មណ៍ថាតាមរយៈគ្រាប់ពូជដែលកំពុងលេបប្របាប់ប្រភពនៃវិញ្ញាណឈីកំពុងគោបន្ទាប់មកប្រញាប់ប្រញាល់ទៅរកកន្លែងដែលគាត់នៅវ៉ាងប៉ាវលងើបក្បាលយ៉ាងលឿនភ្ញាក់ផ្អើលគាត់សម្លឹងមើលទៅឆ្ងាយមិនយូរប៉ុន្មានគាត់បានឃើញនៅលើជើងមេឃស្រមោលដំបូងនៃអ្នកដំដុះដែលគាត់បានឃើញក្នុងរយៈពេលជាច្រើនថ្ងៃវាជាយុវជនម្នាក់ស្លៀកពាក់អាវផាយខ្មៅគាត់មើលទៅស្គមនឹងខ្វះអាហារូបត្ថម្ភបន្តិចមានភ្នែកត្រជាក់និងស្លាកស្នាមនៅលើមុខរបស់គាត់រំជុំវិញដៃស្តាំរបស់គាត់គឺជាបងរំខ្មៅហើយរលកនៃឈីខ្មៅបានហូរចេញពីចន្លោះបងរំគាត់បានបញ្ចេញជាអព្រៃហើយមើលទៅដូចជាព្រះគិតកោតូចមួយត្រជាក់និងគ្មានមេត្តាពីសម្លៀកបំពាក់របស់គាត់មិនមើលទៅដូចជានរណាម្នាក់មកពីមហាវិទ្យាល័យតែទាំង4នោះទេរលកនៃវិញ្ញាណឈីកំពុងចេញពីខ្លួនគាត់ពេលសង្កេតកាន់តែចិត្តបានប៉ាវលអាចមានអារម្មណ៍ថាមានប្រភព3ចេញពីយុវជនដែលជំរុញការចង់បាននៅក្នុងខ្លួនគាត់បំណែកពិសេស3វ៉ាងប៉ាវលមានការភ្ញាក់ផ្អើលហើយអារម្មណ៍ជឿជាក់បានរីករាលដាលនៅក្នុងចិត្តរបស់គាត់គិតថាខ្លួនឯងឧស្សាហ៍ព្យាយាមខ្លាំងណាស់ប៉ុន្តែទោះបីជាគាត់ខិតខំយ៉ាងណាក៏ដោយគាត់បានរកឃើញបំណែកពិសេសតែ2ប៉ុណ្ណោះយុវជននោះដែលមិនមានរូបរាងស្អាតដូចគាត់តាមពិតបានរកឃើញ3តើខ្ញុំគួរព្យាយាមឆក់យកវាពីគាត់ទេវ៉ាងប៉ាវលបានពិចារណាទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់កំពុងគិតយ៉ាងស៊ីជម្រៅយុវជននោះបានងាកមកមើលវ៉ាងប៉ាវលភ្លាមគាត់បានពោលទឹកដៅភ្លាមហើយរត់ទៅរកវ៉ាងប៉ាវលគាត់លឿនដោយភ្លេចបន្ទោហើយបានរំកើបពកគូលីចេញពីដីនៅពេលដែលគាត់ខិតជិតមកដល់គាត់កំពុងមកមាត់ទ្វារផ្ទះរបស់ខ្ញុំមែនទេវ៉ាងប៉ាវលព្រឹកភ្នែកគាត់បានថយក្រោយពី3ជំហានហើយសម្លឹងមើលយុវជនដែលខិតជិតមកដល់មិនយូរប៉ុន្មានយុវជននោះបានឈប់នៅចម្ងាយ10យ៉ាតមុនវ៉ាងប៉ាវលគាត់ឈរនៅទីនោះហើយសម្លឹងមើលវ៉ាងប៉ាវលដោយត្រជាក់លើកចង្កេះរបស់គាត់លាតដៃស្តាំរបស់គាត់ចេញហើយនិយាយដោយត្រជាក់ប្រគល់វាទៅកុំឲ្យខ្ញុំនិយាយ2ដងភ្នែករបស់វ៉ាងប៉ាវលលេចចេញភ្លាមនៅពេលដែលគាត់លឺអ្វីដែលយុវជននោះនិយាយគាត់ក៏លាតដៃស្តាំរបស់គាត់ចេញដែរហើយស្រែកប្រគល់វាទៅកុំឲ្យខ្ញុំនិយាយ2ដងអ្នកមានបំណងប្រាថ្នាស្លាប់យុវជននោះបានបង្រួមភ្នែកគាត់រត់ចេញទៅពេលគាត់និយាយហើយឈរនៅចំពោះមុខវ៉ាងប៉ាវក្នុងមួយប្រព្រឹត្តភ្នែកការតបដៃរបស់គាត់បានហោះចេញមកគាត់មិនបានវាយដល់គាត់ទេផ្ទុយទៅវិញនៅពេលដែលគាត់បោះការតបដៃទៅមុខគាត់បានបើកវាឲ្យធំចូលទៅក្នុងបាតដៃហើយខ្សែកក្បូងពេជ្រពណ៌ខ្មៅមួយបានហោះចេញមកនៅពេលដែលខ្សែកក្បូងពេជ្រនោះហោះចេញមកវាបានហាក់ខ្យល់ខ្មៅដែលបង្កើតជារូបរាងក្បាលខ្លាខ្មៅដែលមិនច្បាស់លាស់វាបានក្រហមហើយស្ទុះទៅវ៉ាងប៉ាវលកំណត់ទ្រព្យដ៏មានតម្លៃតើអ្នកមិនដឹងទេឬថាជីតារបស់អ្នកនៅទីនេះជាអ្នកដំដុះអាវុធធំមកវ៉ាងប៉ាវលនិយាយដោយក្រអឺក្រទមគាត់បានលើកដៃស្តាំរបស់គាត់ឡើងភ្លាមហើយទាញយកកំណត់ទ្រព្យរាប់មិនអស់ជាច្រើនដែលគ្របនៅលើមេឃហើយប្រញាប់ទៅរកយុវជននោះក្នុងចំណោមកំណត់ទ្រព្យរាប់មិនអស់នោះមានអង្កាំតូចដោយខ្លួនឯងខ្សែពួរត្រាធំនឹងដែរហោះកំណត់ទ្រព្យរាប់មិនអស់បានរត់ចេញទៅជាវងខ្សែពួរនឹងត្រាធំជាពិសេសមើលទៅមានគ្រោះថ្នាក់និងគំរាមកំហែងខ្លាំងយុវជននោះបានសម្លឹងមើលពួកគេដោយប្រុងប្រយ័ត្នយ៉ាងខ្លាំងទោះជាយ៉ាងណាក៏ដោយកំណត់ទ្រព្យរាប់មិនអស់ពីដែលគាត់បានសម្លឹងមើលយ៉ាងដល់ពេលហោះចេញមិនបានវាប្រហារយុវជននោះទេផ្ទុយទៅវិញដែលបញ្ចេញពន្លឺដ៏គួរឲ្យភ័យខ្លាចពួកគេបានប្រញាប់ឆ្ពោះទៅកាន់មេឃហើយបាត់ខ្លួនចូលទៅក្នុងខ្យល់ស្តើងយុវជននោះបានកកនៅពេលដែលគាត់មើលកំណត់ទ្រព្យរាប់មិនអស់ទាំងពីរឡើងទៅលើមេឃយ៉ាងចម្លែកគាត់បានលើកការប្រុងប្រយ័ត្នរបស់គាត់ភ្លាមខណៈពេលដែលកំពុងតាមដានកំណត់ទ្រព្យរាប់មិនអស់គាត់បានសម្លឹងមើលវ៉ាងប៉ាវលយ៉ាងសាហាវហើយកាន់ខ្សែកក្បូងខ្លាខ្មៅនៅក្នុងដៃរបស់គាត់ហើយរុញបាតដៃរបស់គាត់ទៅរកវ៉ាងប៉ាវលតែសម្លេងក្រហមដ៏ខ្លាំងកំណត់ទ្រព្យរាប់មិនអស់របស់វ៉ាងប៉ាវលនិងខ្លាខ្មៅរបស់យុវជនបានបុកគ្នាខ្លាខ្មៅបានស្រែកឡើងពេលវាប៉ះទង្គិចជាមួយទ្រព្យសម្បត្តិរាប់មិនអស់ក្នុងចំណោមសម្លេងប្រយុទ្ធដ៏ខ្លាំងក្លាយុវជននោះបានបង្រួញភ្នែកហើយលោតឆ្លងកាត់ទ្រព្យសម្បត្តិរាប់មិនអស់ដែលកំពុងប្រយុទ្ធហើយបានមកដល់មុនវ៉ាងប៉ាវលម្រាមដៃរបស់គាត់បានលូកទៅរកថ្នាលរបស់វ៉ាងប៉ាវលស្លាប់វ៉ាងប៉ាវលអាចនឹងល្បីល្បាញប៉ុន្តែសម្រាប់សិស្សនៃនិកាយ Galactic Dash ដែលជានិកាយមួយដែលសិស្សរបស់ពួកគេមានទំនោរទៅរកប្រពៃណីហើយត្រូវបានលែងលះពីពិភពខាងក្រៅចំណេះដឹងរបស់គាត់អំពីវ៉ាងប៉ាវលនឹងមិនមានច្រើនប៉ុន្មានទេអ្វីដែលយុវជនដឹងគឺកាន់តែគួរឲ្យអាណិតនៅពេលនោះគាត់បានអនុវត្តយុទ្ធសាស្ត្រធម្មតារបស់គាត់ដើម្បីកម្ចាត់អ្នកដំដោះអាវុធដាមិចអាម៉ាមិនដែលត្រូវចូលទៅជិតពួកគេហើយពឹងផ្អែកលើការប្រយុទ្ធយ៉ាងជិតស្និទ្ធដើម្បីកម្ចាត់ពួកគេដោយផ្អែកលើបទពិសោធន៍របស់គាត់អ្នកដំដោះអាវុធដាមិចអាម៉ាមិនអ្នកដំដោះ Array Formation និងអ្នកដំដោះ Alchemy សុទ្ធតែមានសមត្ថភាពដ៏អស្ចារ្យប៉ុន្តែនៅពេលដែលសត្រូវចូលមកចំពោះគេងាយរងគ្រោះដោយសារភាពជ្រុលនិយម
នៅក្នុងភាពក្រអឺតក្រទមគ្មានមេត្តារបស់គាត់ម្រាមដៃរបស់គាត់បានលូនទៅមុខដោយភ្លេចបន្ទោហើយហៀបនឹងវាប្រហារលើថ្នាលរបស់បានប៉ាវើនៅចុងម្រាមដៃរបស់គាត់ឈីខ្មៅបានលេចចេញមកគាត់មានទំនុកចិត្តពេញលេញក្នុងការទម្លុះរលាយក្បាលដោយការប៉ះរបស់វាទោះជាយ៉ាងណាក៏ដោយអ្វីដែលល្អឥតចោះគឺពិតជាល្អប៉ុន្តែការពិតគឺខុសគ្នាបន្តិចបន្តួចពីការស្រមើស្រមៃរបស់គាត់នៅពេលដែលម្រាមដៃរបស់គាត់លូកចេញភ្នែករបស់បានប៉ាវើបានភ្លឺឡើងរំភើបតើវាយូរប៉ុណ្ណាហើយចាប់តាំងពីមាននរណាម្នាក់ហ៊ានលើកកម្រាមដៃរបស់ពួកគេនៅចំពោះមុខខ្ញុំបានប៉ាវើចាប់តាមរំលឹកឡើងវិញអំពីថ្ងៃល្អៗពីមុនចាប់តាំងពីគាត់ទទួលបានភាពល្បីល្បាញមកមនុស្សជាច្រើនបានប្រុងប្រយ័ត្ននិងប្រុងប្រយ័ត្នចំពោះចលនាសម្លាប់ដៃរបស់គាត់ជាលទ្ធផលគាត់ត្រូវស្វែងរកឱកាសយ៉ាងសកម្មដើម្បីប្រើប្រាស់ចលនានេះនៅក្នុងការប្រយុទ្ធនីមួយៗនោះធ្វើឲ្យគាត់ចង់បានថ្ងៃដែលគាត់នៅតែមិនទាន់ល្បីល្បាញសម្រាប់អារម្មណ៍នៃការមាននរណាម្នាក់ចង្អុលម្រាមដៃរបស់ពួកគេមកលើគាត់នៅពេលនោះគាត់អាចទទួលយកអារម្មណ៍ទាំងនោះនៃអតីតកាលនៅពេលដែលម្រាមដៃរបស់យុវជនស្លៀកពាក់ខ្មៅបានចង្អុលទៅថ្នាលរបស់គាត់បានលើកដៃស្តាំរបស់គាត់ដោយរីករាយហើយចាប់ម្រាមដៃរបស់យុវជននោះដោយចលនាដែលបានអនុវត្តយ៉ាងខ្លាំងគ្រាប់ពូជលេបប្របាក់នៅក្នុងខ្លួនរបស់គាត់បានធ្វើឲ្យសកម្មនៅពេលដែលកម្លាំងបឺតដ៏ខ្លាំងក្លាត្រូវបានជំរុញគាត់បានបត់ម្រាមដៃឡើងលើយ៉ាងខ្លាំងហើយខ្ញុំថាតើនោះជាភាពចម្លែកបែបណាទឹកមុខរបស់យុវជនបានផ្លាស់ប្ដូរវាមិនមែនថាគាត់មិនបានជួបប្រទះមនុស្សដែលចូលចិត្តបត់ម្រាមដៃនោះទេប៉ុន្តែជានរណាម្នាក់ដែលបត់ម្រាមដៃហើយសុំឲ្យគូប្រកួតរបស់ពួកគេហៅគាត់ថាប៉ានោះជាលើកដំបូងភាពអាម៉ាស់មួយបានផ្ទុះឡើងនៅក្នុងខ្លួនគាត់ហើយពន្លឺត្រជាក់មួយបានភ្លឺឡើងលើភ្នែករបស់យុវជននោះគាត់ជាមនុស្សខូខើនិងគ្មានមេត្តាគាត់មិនអើពើនឹងការឈឺចាប់ខ្លាំងនៅក្នុងម្រាមដៃរបស់គាត់ហើយមិនបានតស៊ូដើម្បីរំដោះវាឡើយផ្ទុយទៅវិញជីខ្មៅបានលំពំម្រាមដៃរបស់គាត់ភ្លាមហើយបងរំនៅលើដៃរបស់គាត់បានរហ័សជាបំណែកកម្លាំងដ៏ខ្លាំងក្លាមួយបានហូរចេញពីម្រាមដៃរបស់គាត់វាមុតស្រួយដូចជាដាវដែលអាចកាត់អ្វីៗគ្រប់យ៉ាងនៅជុំវិញវាពេលក្រឡេកមើលឲ្យកាន់តែជិតអ្នកនឹងឃើញរលកនៃសិលាចារឹកកំពុងហូរចេញពីម្រាមដៃរបស់គាត់ហើយប៉ះនឹងបាតដៃរបស់បានប៉ាវើលែងនៅក្នុងការស្រមើស្រមៃរបស់គាត់បាតដៃរបស់បានប៉ាវើនឹងទុះភ្លាមហើយខ្លាចជាភាពរញ៉េរញ៉ៃដែលប្រឡាក់ដោយឈាមតាមពិតទៅនោះគឺជាភាពសាហាវខូខើនៃការវាយប្រហារជាក់លាក់នោះមនុស្សជាច្រើនបានស្លាប់នៅក្រោមវាប៉ុន្តែមានរឿងមិននឹកស្មានដល់បានកើតឡើងសិលាចារឹកដែលហាក់ដូចជាអាចបំផ្លាញមនុស្សគ្រប់គ្នានៅពេលប៉ះនឹងបាតដៃរបស់បានប៉ាវើហាក់ដូចជាបានធ្លាក់មកលើជញ្ជាំងដែកជំនួសឲ្យការបង្កការខូចខាតដល់បានប៉ាវើពួកវាបានរលាយបាត់ភ្លាមនៅពេលដែលវាធ្លាក់មកកូនកំពុងព្យាយាមកោសសម្មោះឲ្យប៉ាមែនទេកូនកំពុងព្យាយាមធ្វើបាបប៉ាព្រោះគាត់ជាអ្នកដំដោះអាវុធធំមកហើយខ្សោយហើយមិនអាចប្រយុទ្ធបានមែនទេនោះហើយជាមូលហេតុដែលកូនកំពុងព្យាយាមប្លន់បំណែករបស់ខ្ញុំមែនទេវ៉ាំប៉ាសម្លឹងមើលគាត់មានសេះក្រាស់និងស្បែករឹងរាងកាយរបស់គាត់បានឈានដល់អាណាចក្របង្កើតក្រិសម្រាមដៃរបស់យុវជនបានវាយប្រហារយ៉ាងខ្លាំងប៉ុន្តែផលប៉ះពាល់របស់វាគឺស្រាលជើងរបស់វ៉ាំប៉ាបានទាត់ឡើងភ្លាមហើយឆ្ពោះទៅក្រលៀនរបស់យុវជននេះជាការវាយប្រហារបែបណាទៀតតម្រង់ទៅកន្លែងនោះទឹកមុខរបស់យុវជនបានផ្លាស់ប្ដូរគាត់អាចមានអារម្មណ៍ថាខ្យល់បក់បោកដោយការទាត់របស់វ៉ាំប៉ាបោកយ៉ាងខ្លាំងទៅលើខោរបស់គាត់បេះដូងរបស់គាត់លូតញាប់ខ្លាំងនៅពេលគាត់ព្យាយាមរត់គេចប៉ុន្តែដៃរបស់វ៉ាំប៉ាប្រៀបដូចជាម្ជុលចាក់ដែលគាត់មិនអាចលំដោះខ្លួនបានគាត់អាចលើកជើងរបស់គាត់ឡើងដើម្បីទប់ស្កាត់ការវាយប្រហារតែមានសម្លេងគ្រោះហមខ្លាំងជើងរបស់គាត់បានប៉ះនឹងដៃរបស់វ៉ាំប៉ានៅពេលដែលសម្លេងនោះបន្លឺឡើងលើអាកាសមុខរបស់យុវជននោះក៏ប្រែជាស្លេកស្លាំងគាត់មានអារម្មណ៍ថាមានកម្លាំងខ្លាំងមួយកំពុងធ្វើដំណើរឆ្លងកាត់រាងកាយទាំងមូលរបស់គាត់ពីចុងរបស់គាត់ទៅសាច់របស់គាត់ទៅឈាមរបស់គាត់រញ្ជួយមួយបានញាប់ពេញរាងកាយរបស់គាត់បានស្លាស់ចិញ្ចៀមមួយមាត់អ្នកវឹកហាត់អាវុធធំមកអាយអ្វីទៅជាសម្រាមនៃការទុនសោហើយមិនដឹងពីរបៀបប្រយុទ្ធយុវជននោះចិត្តគូលហើយស្រែកដោយកំហឹងគាត់មិនដែលជួបប្រទះអ្នកវឹកហាត់អាវុធធំមកដែលមានរាងកាយចម្លែកពីធម្មជាតិទាំងស្រុងនោះទេគាត់ក៏មិនមែនជាមនុស្សដែលត្រូវរញ៉េរញ៉ៃដែរយុវជននោះបានប្រើធម៌ពោបទៅភ្លាមនោះរវាងពួកគេហើយសម្រេចចិត្តថាគាត់អាចធ្វើបានដោយគ្មានរៀនដៃរបស់គាត់បំបើឡើងលើសំឡេងពេលស្រាមនៃការបាត់ដោយបង្ខំបានបន្លឺឡើងគាត់បានលើកដៃឆ្វេងរបស់គាត់នៅក្នុងកាតដៃហើយបញ្ជូនវាហោះយ៉ាងសាហាវឆ្ពោះទៅរកមុខរបស់វ៉ាងបលទៅឋាននរកយុវជននោះស្រែកវ៉ាងបលញញឹមដោយរីករាយគាត់បានលែងមានដៃដែលយុវជនបានបាក់ខ្លួនឯងចាប់កដៃរបស់គាត់ហើយផ្លាស់ទីយ៉ាងរលូនទៅជំហានបន្ទាប់បង្វិលសន្លឹកបន្ទាប់បាក់
ការឈឺចាប់ដ៏ខ្លាំងជាងការឈឺចាប់ពីមុនបានធ្វើឲ្យយុវជនញ័រភ្លាមៗគាត់ស្រែកដោយការឈឺចាប់ពេលដែលកដៃរបស់គាត់ប្រេះហើយត្រូវបានវាងបោលបត់ភ្លាមៗក្នុងចំណោមការឈឺចាប់កាត់ដៃឆ្វេងរបស់គាត់ដែលបោះទៅរកវាងបោលបានឈប់ក្នុងពេលបន្ទាប់វាងបោលបានងាកមកចាប់ដៃឆ្វេងរបស់គាត់ពត់មាននៅសន្លប់ម្ដងទៀតបាក់សំឡេងប្រេះមួយទៀតបានបន្លឺឡើងការឈឺចាប់កាន់តែខ្លាំងជាងការឈឺចាប់ពីមុនបានធ្វើឲ្យយុវជនញ័រយ៉ាងខ្លាំងនៅក្នុងគ្រាដ៏គ្រោះថ្នាក់នោះគាត់បានខំចំអាតារបស់គាត់ភ្លាមហូរឈាមនឹងធ្វើឲ្យបច្ចេកទេសអាថ៌កំបាំងសកម្មភ្លាមនោះពន្លឺខ្មៅមួយបានចាប់ផ្ដើមផ្ទុះឡើងពីរាងកាយរបស់គាត់ពន្លឺនោះបានធ្វើឲ្យងងឹតភ្នែកហើយមើលទៅដូចជាព្រះអាទិត្យខ្មៅវាគឺជាសិល្បៈអាថ៌កំបាំងសម្ងាត់របស់ Galactic ណាស់សិចពេលផ្ទុះឡើងកម្លាំងដ៏ខ្លាំងក្លាមួយបានពង្រីកចេញទៅគ្រប់ទិសទីទោះបីជារាងកាយកម្រិតអាណាចក្ររបស់វាងបោលក៏ដោយគាត់នៅតែត្រូវបានរុញច្រានថយក្រោយដោយកម្លាំងនៃការវាយប្រហារយុវជនបានប្រើវាដើម្បីរត់គេចខ្លួនក្នុងមួយប្រព្រឹត្តភ្នែកគាត់បានដាក់ចម្ងាយជា30យ៉ាតរវាងខ្លួនគាត់និងវាងប៉ាវើនៅពេលនោះយុវជននោះមានអារម្មណ៍ថាបានរត់គេចពីកាតព្វដៃរបស់អារ៉េការសម្លឹងមើលរបស់គាត់ទៅកាន់វាងប៉ាវពោពេញដោយភាពភ័យរន្ធត់គាត់មិនដែលជួបសត្រូវបែបនេះក្នុងជីវិតរបស់គាត់ទេហើយក៏មិនដែលរងបរាជ័យដោយមកបែបនេះដែរភ្នែករបស់គាត់ពោពេញដោយភាពត្របូកត្របល់គាត់សម្លឹងមើលទាំងដែលបាត់និងបាតដៃព្យួររបស់គាត់ដែលនៅតែភ្ជាប់ទៅនឹងដៃរបស់គាត់ដោយសេចក្ដីដុំទន្សោយវ័យទាំងអស់មានអារម្មណ៍អស្ចារ្យណាស់គាត់មានអំណាចខ្លាំងណាស់ហាក់ដូចជាខ្ញុំនៅតែត្រូវខិតខំធ្វើការបន្ថែមទៀតជាអ្នកដាំដុះអាវុធធំមកឈរនៅចម្ងាយជាង300 ហ្វីតឡើងប៉ែប្រដោះទ្រូងរបស់គាត់ដោយការភ្ញាក់ផ្អើលកម្លាំងវាយប្រហារមុននេះបានធ្វើឲ្យគាត់មានអារម្មណ៍ឈឺចាប់បន្តិចនៅពេលដែលគាត់ដកដង្ហើមធំដោយការភ្ញាក់ផ្អើលគាត់បានលើកដៃស្តាំរបស់គាត់ឡើងជារលកតុកតាចំនួន70ទៅ80បានលេចឡើងភ្លាមមកចុះចូលយើងប្រយុទ្ធគ្នាឥឡូវនេះវាងប៉ាស្រូបដង្ហើមវែងនៅពេលដែលធម៌ពលវិញ្ញាណរបស់គាត់ទោះឡើងពីរាងកាយរបស់គាត់តុកតាដែលនៅជំនាញគាត់បានចាប់ផ្ដើមបញ្ចេញវិញ្ញាណជីពួកគេមួយចំនួនក៏ចាប់ផ្ដើមស្រែកយំផងដែរទស្សនវិជ្ជានេះធ្វើឲ្យយុវជនដែលវង្វេងស្មារតីយ៉ាងខ្លាំងពេលលើពាក្យថាអ្នកបង្ហាត់អាវមុខធធគាត់អាចមានអារម្មណ៍ថាបេះដូងរបស់គាត់លុតងាប់គាត់មានការភ្ញាក់ផ្អើលចំពោះតុកតារបស់វាងបោលតែមិនស្ទើរស្ទើរគាត់បាននិយាយហើយរត់ដៃរបស់គាត់អាចនឹងជួយឲ្យប្រយោជន៍ពីចំហៀងមួយទៅចំហៀងមួយប៉ុន្តែជើងរបស់គាត់នៅតែរងមាំនិងសមហើយរត់យ៉ាងលឿនព្យាយាមរត់គេចខ្លួនទប់បំណែករបស់អ្នកចោលវាងបោលសម្លឹងមើលគាត់បានប្រវេសដៃរបស់គាត់ជារលកតុកតា70ទៅ80នៅជុំវិញគាត់បានចាប់តាំងស្រែកជុំនិងដេញតាមយុវជនពីចម្ងាយវងតុកតាគឺដូចជាវងអារក្សដែលកំពុងជំមុខហើយយុវជនដូចជាទន្សាយតូចដែលភ័យខ្លាចមុខរបស់គាត់ប្រែជាស្លេកស្លាំងពេលគាត់រត់គេចខ្លួនដោយភាពភ័យរន្ធត់ជាអកុសលសំណាងមិនបាននៅខាងយុវជននោះទេក្នុងចំណោមការរត់គេចខ្លួនដ៏ភ័យខ្លាចរបស់គាត់មិនបានកត់សម្គាល់ឃើញខ្សែពោះធ្លាក់ពីលើមេឃទេវាលឿនដោយភ្លេចបន្ទោហើយគ្មានសំឡេងវាហាក់ដូចជាបញ្ចេញនូវអារម្មណ៍ចម្លែកមួយប្រភេទនៅពេលដែលវាធ្លាក់ចុះមកភ្លាមវាបានលេចចេញពីលើក្បាលយុវជនដែលកំពុងរត់គេចខ្លួនដើរមកជិតយ៉ាងលឿនហើយមិនពេលយុវជនអាចកត់សម្គាល់ឃើញមានអ្វីខុសប្រក្រតីគាត់បានរុំខ្លួនវា5ទៅ6ដងជុំវិញគាត់ទៅចងគាត់យ៉ាងតឹងយុវជននោះបានដួលទៅលើដីភ្លាមមានរឿងអ្វីកើតឡើងយុវជននោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់បានរកឃើញខ្សែពោះដែលធ្លាប់ស្គាល់ហើយដឹងថាវាជាខ្សែដែលបានបោះចេញមិននេះខ្សែដែលបានហោះឡើងលើមេឃគាត់មិនដែលនឹកស្មានថាវានឹងហត់ត្រឡប់មកវិញភ្លាមបន្ទាប់ពីរយៈពេលយូរបែបនេះហើយចងគាត់នោះទេវាជារឿងមួយដែលត្រូវចងគាត់ប៉ុន្តែខ្សែពោះនោះក៏កំពុងប៉ះគាត់ដោយមិនសម្រុំផងដែរនៅពេលដែលយុវជននៅតែភ្ញាក់ផ្អើលនិងព្យាយាមរំដោះខ្លួនចេញពីការរឹតបន្តឹងខ្សែពោះភ្លាមនោះសំឡេងដ៏គួរឲ្យព្រួយបារម្ភនិងគួរឲ្យស្ញប់ស្ញែងមួយទៀតបានបន្លឺឡើងពីលើមេឃត្រាដ៏ធំមួយបានលេចឡើងនៅលើមេឃវាត្រូវបានបំពេញដោយថាមពលដ៏អស្ចារ្យហើយហាក់ដូចជាវាកំពុងសម្លឹងមើលទឹកដីដោយមើលងាយដោយភ្នែករបស់អ្នកគ្រប់គ្រងកំពូលវាបានបន្លឺឡើងសំឡេងក្រហមបានបន្លឺឡើងនៅលើមេឃត្រាធំមួយបានបុកចំយុវជននោះវាបានធ្លាក់ឈាមចេញជាច្រើនរួចក៏សន្លប់ភ្លាមដោយសារការប៉ះទង្គិចនោះមុនពេលគាត់បាត់បង់ស្មារតីគំនិតតែមួយគត់ដែលផុសឡើងក្នុងចិត្តរបស់គាត់គឺការមិនយល់អំពីខ្សែពោះនិងត្រៃគាត់មិនអាចយល់ថាវាជាកំណត់ប្រភេទណាតែត្រូវដោះលែងក្នុងរយៈពេលយូរមុនពេលពួកគេបញ្ចេញធម៌ពលរបស់ពួកគេភ្លាមនោះទេគាត់មិនមែនជាមនុស្សតែម្នាក់គត់ទេសូម្បីតែបានមកក៏ភ្ញាក់ផ្អើលនឹងទស្សនវិជ្ជានេះដែរទោះជាយ៉ាងណាក៏ដោយគាត់បានដឹងថាខ្សែពោះនេះចម្លែកនៅក្នុងអាងខូលំគាត់បានឃើញភាពចម្លែកនៃត្រៃផងដែរដូច្នេះគាត់មិនភ្ញាក់ផ្អើលនឹងការលេចឡើងវិញរបស់ពួកគេទេគាត់ថែមទាំងគិតថាកំណត់ប្រពទាំងពីរបានធ្វើការងារបានល្អទៀតផងគាត់បានដើរទៅរកយុវជនដែលសន្លប់សម្លឹងមើលខ្សែពោះនិងត្រាធំហើយមុខក្បាលយីព្រមធ្វើបានល្អណាស់អ្នកទាំងពីរការងារជាក្រុមដ៏អស្ចារ្យបន្តវាគាត់និយាយបន្តមករក្សាខ្សែពោះនិងត្រាគាត់បានសម្លឹងមើលយុវជនដែលសន្លប់ដោយចំណាប់អារម្មណ៍អន់ចុះហើយចាប់តាន់ស្វែងរកវាងបោលបានលក់ហូរទ្រព្យសម្បត្តិទាំងអស់របស់គាត់ពីយុវជនរួមទាំងបំណែកពិសេសទាំង3បន្ទាប់ពីរំលឹកឡើងវិញពីភាពសាហាវខូខើរបស់យុវជននោះបានប៉ាវលបានស្រមុកហើយដោះសម្លៀកបំពាក់របស់គាត់ចេញផងដែរ
ដើរមិនទុកខោទ្រនាប់ឲ្យគាត់ផងគាត់បានបាក់ចិញ្ចៀនបញ្ជូនរបស់គាត់ហើយធ្វើឲ្យមុខងារថតវីដេអូកម្មគាត់ពិតជានៅក្មេងនៅឡើយមិនអាចប្រៀបធៀបជាមួយខ្ញុំប៉ុន្តែសោះមិនអីទេខ្ញុំមិនសម្លាប់អ្នកទេនេះគ្រាន់តែជាមេរៀនមួយសម្រាប់អ្នកប៉ុណ្ណោះវ៉ាងប៉ាវុននិយាយដោយរីករាយគាត់បានថតចប់ហើយក៏ចាត់ចេញទៅប៉ុន្មានម៉ោងក្រោយមកយុវជននោះក៏មកដល់គាត់ហាក់ដូចជាស្ថិតក្នុងភាពស្រពេចស្រពិលហើយមិនទាន់ដឹងថាមានអ្វីកើតឡើងនៅឡើយទេគាត់សម្លឹងមើលជុំវិញដោយមានការងឿងឆ្ងល់បន្ទាប់មកក៏មើលទៅខ្លួនឯងមួយសន្ទុះក្រោយមកសម្លេងស្រែកធ្ងោដ៏កំសត់និងខំសម្បាប់បានបន្លឺឡើងពីពេញដីវ៉ាងប៉ាវុនស្ថិតនៅក្នុងតំបន់មួយឆ្ងាយពីកន្លែងដែលយុវជននោះភ្ញាក់ឡើងពេលគាត់ប្រញាប់ប្រញាល់ទៅមុខក្នុងល្បឿនលឿនគាត់មានអារម្មណ៍អស់សង្ឃឹមដើរអានក្បាលចុះបន្តហើយបន្តទៀតហើយសម្លឹងមើលបន្ទះឈើមួយដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទះឈើនោះមកពីកាបូបដាក់អីវ៉ាន់របស់យុវជននោះទោះបីជាមានទ្រព្យសម្បត្តិផ្សេងទៀតនៅក្នុងកាបូបក៏ដោយវាពិបាកសម្រាប់មនុស្សម្នាក់ក្នុងការចូលប្រើវាប្រសិនបើពួកគេមិនមានកម្រិតនៃការដាំដុះខ្ពស់គ្រប់គ្រាន់ទោះជាយ៉ាងណាក៏ដោយចំពោះអ្នកដាំដុះអាវុធធំមកវាមិនស្មុគស្មាញប៉ុន្មានទេដរាបណាពួកគេដឹងថាកាបូបនោះជាថ្នាក់ណាពួកគេអាចតោតលើលក្ខណៈរបស់វាដើម្បីដោះសាវ៉ាចំពោះបានប៉ាវលដៃអាចចម្រាញ់កំណត់ទ្របលេខ3គាត់អាចប្រើវិធីសាស្ត្រចម្រាញ់បន្ថែមទៀតដើម្បីផ្លាស់ប្តូរសិលាចារឹកខាងក្នុងនិងបាក់កាបូបដាក់អីវ៉ាន់ដោយមិនចាំបាច់លុបស្នាមរបស់វាត្រូវបានលុបនោះមិនពិបាកពេកសម្រាប់គាត់ទេបន្ទាប់ពីបាក់កាបូបដាក់អីវ៉ាន់បានប៉ាវលបានដឹងអំពីអត្តសញ្ញាណរបស់យុវជននោះគាត់គឺវេនហួយដែលជាសិស្សស្នូលម្នាក់នៃនិកាយកាឡាស៊ីដុកគាត់មិនសូវច្បាស់អំពីរចនាសម្ព័ន្ធនៅក្នុងបាឡាទិកដាសិចទេប៉ុន្តែពីសញ្ញាសម្គាល់អត្តសញ្ញាណបានបោមានអារម្មណ៍ថាវេនហួយទៅតែជាអ្នកដំណោះទ្រូព្រាតដ៏គួរឲ្យចាប់អារម្មណ៍មួយនៅក្នុងបាឡាទិកដាសិចមានថ្នាំគ្រាប់និងវត្ថុមានតម្លៃជាច្រើននៅក្នុងកាបូបទុករួមជាមួយនឹងបន្ទះថ្មបច្ចេកទេសដាំដុះផ្សេងទៀតនិងវត្ថុជាច្រើនប្រភេទមានសូម្បីតែនាវាចម្បាំងមួយគ្រឿងដែលរក្សាទុកនៅខាងក្នុងទោះជាយ៉ាងណាក៏ដោយវាជាការអាណិតដែលវត្ថុទាំងនោះមិនអាចប្រើប្រាស់នៅក្នុង Mystic Lunarium ដោយសារតែវត្តមាននៃទម្រង់ Array ទោះបីជាយ៉ាងណាក៏ដោយអត្ថប្រយោជន៍ដែលបានបោទទួលបានធ្វើឲ្យគាត់មានអារម្មណ៍ថាការឆក់យកពីមនុស្សអាក្រក់គឺជាមធ្យោបាយមួយដើម្បីវាប្រហារវាឲ្យក្លាយជាអ្នកមានការ Spirit Stone Card ដែលត្រូវបានសម្គាល់ជាពិសេសចំពោះម្ចាស់នោះធ្វើឲ្យវាពិបាកសម្រាប់បានបោក្នុងការទាមទាររបៀបពីកន្លែងជាក់លាក់មួយប្រពីនេះមានវត្ថុពិសេសមួយទៀតនៅក្នុងកាបូបទុករបស់ Ben Hui ដែលជាបន្ទះឈើនៅក្នុងដៃរបស់វ៉ាងបលវាមានទំហំត្រឹមតែប៉ាកណ្ដាលនៃកាត់ដៃរបស់គាត់ប៉ុណ្ណោះជាមួយនឹងផែនទីឆ្លាក់នៅខាងមុខរបស់វាមិនពិបាកសម្រាប់វ៉ាងបលក្នុងការទទួលស្គាល់ថាវាជាផែនទីនៃ Mystic Lunarium នោះទេមហាវិទ្យាល័យ Ethereal ក៏បានចែកចាយផែនទីស្រដៀងគ្នានេះដែរទោះជាយ៉ាងណាក៏ដោយវាច្បាស់ណាស់ថាផែនទីរបស់ Ben Hui មានលក្ខណៈលម្អិតនិងពេញលេញជាងវាក៏មានសញ្ញាសម្គាល់មួយចំនួននៅលើវាផងដែរហើយបន្ទាប់ពីពិនិត្យមើលទីតាំងដែលបានសម្គាល់មួយយ៉ាងដិតដល់បានបោបានដឹងថាវាជាកន្លែងពិតប្រាកដដែលគាត់បានរកឃើញបំណែកតែមួយគត់គាត់មានការរំភើបក៏មានផែនទីមួយនៅខាងក្រោយបន្ទះឈើផងដែរនៅលើផែនទីនោះមានតំបន់មួយដែលមានកំពូលភ្នំតូចៗចំនួន3គំនូរដើមឈើមួយក៏នៅលើវាដែរប៉ុន្តែมันមានសញ្ញាសម្គាល់នៃទីតាំងពិតប្រាកដរបស់វាទេអ្វីទាំងអស់ដែលមាននៅលើវាគឺជាទស្សនវិជ្ជាទូទៅនៃតំបន់មួយដើមឈើនេះគឺជាធាតុដែលធ្វើឲ្យវ៉ាងបោភ្ញាក់ផ្អើលក្នុងពេលជាមួយគ្នានេះវ៉ាងបោមានអារម្មណ៍ស៊ាំទាក់ទងនឹងវាយនភាពនៃបន្ទះឈើវាធ្វើឲ្យគាត់គិតអំពីខូលុំបាស៊ីនក៏ដូចជាដើមឈើយក្សដែលពីមុនត្រូវបានបំផ្លាញដោយរន្ទះក្រហមហេតុអ្វីបានជាវត្ថុបែបនេះស្ថិតនៅក្នុងកម្មសិទ្ធិរបស់សិស្សនៃនិកាយ Galactic Dasik ពីវាយនភាពនៃបន្ទះឈើវាទំនងជាខ្ពស់ណាស់ដែលវាត្រូវបានផលិតចេញពីដើមឈើយក្សនោះវ៉ាងបោបានស្និទ្ធស្នាលនៅពេលដែលគាត់គិតអំពីគ្រោះថ្នាក់ដែលគាត់រួមជាមួយស៊ូញីហ្វាន់និងហ្សាយ៉ាមីងបានប្រឈមមុខនៅក្នុងអាងខូលុំក៏ដូចជាភាពចម្លែកនៃការនៅខាងក្នុងដើមឈើយក្សអាចស្រូបយកអ្នកដាំដុះនិងគ្រប់គ្រងពួកគេក្នុងកម្រិតជាក់លាក់មួយវាក៏អាចធ្វើត្រាប់តាមការបញ្ជូនសម្លេងរបស់ពួកគេផងដែរដែលធ្វើឲ្យមនុស្សពិបាកបែងចែករវាងពិតនិងខ្លាំងៗមេឃនៃ Mystic Lunarium ក៏ពោពេញទៅដោយគ្រាប់ឈើផងដែរវាហាក់ដូចជាការផ្លាស់ប្ដូរនៃ Mystic Lunarium មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងដើមឈើធំបន្ទាប់មកតើនិកាយ Galactic Dasik ដើរតួនាទីអ្វីនៅក្នុងរឿងទាំងអស់នេះតើគិតអំពីទំនាក់ទំនងទាំងអស់វ៉ាងបោមានការភ្ញាក់ផ្អើល
ដោយសារมันមានតម្រុយគ្រប់គ្រាន់វាពិបាកសម្រាប់គាត់ក្នុងការវិភាគស្ថានភាពឲ្យបានត្រឹមត្រូវទោះជាយ៉ាងណាក៏ដោយព័ត៌មានដែលគាត់មានរួចហើយគឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យគាត់មានអារម្មណ៍ថាទាំងអស់នោះរួមបញ្ចូលនៅផែនការនិងផែនការដ៏ប៉ិនប្រសប់ជាច្រើននោះធ្វើឲ្យអារម្មណ៍នៃគ្រោះថ្នាក់ដែលគាត់មានរួចហើយកាន់តែមានសារៈសំខាន់ការដកដង្ហើមរបស់គាត់ចាប់ផ្ដើមកើនឡើងបន្តិចម្តងហើយការតាំងចិត្តរបស់គាត់ដើម្បីទៅដល់អាណាចក្របង្កើតគ្រឹះកាន់តែរឹងមាំឡើងនៅពេលនោះខ្ញុំត្រូវបង្កើនល្បឿនវ៉ាងប៉ាវដកដង្ហើមវែងៗគាត់មានបំណែកចំនួន5ដែលសម្រុំសម្រាប់បង្កើតគ្រឹះរួចហើយប៉ុន្តែវានៅតែជាផ្លូវដ៏វែងឆ្ងាយដែលត្រូវទៅមុនពេលគាត់មានចំនួនបំណែកចំនួន20ដែលត្រូវការខ្ញុំមិនអាចប្រើនាវាចម្បាំងនៅទីនេះបានទេហើយតំបន់នេះមានទំហំធំនិងពុកពេញដោយគ្រោះថ្នាក់ការរកឃើញបំណែកប្លែកៗឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននឹងពិបាកខ្លាំងណាស់វ៉ាងប៉ាវមានបញ្ហាខ្លះទោះជាយ៉ាងណាក៏ដោយគ្មានអ្វីដែលគាត់អាចធ្វើបានក្រៅពីបន្តធ្វើឲ្យក្របពូជដែលលេបប្របាក់របស់គាត់សកម្មស្ទុះទៅមុខនិងបន្តការស្វែងរករបស់គាត់ខណៈពេលដែលនៅតែប្រុងប្រយ័ត្នដោយនោះ3ថ្ងៃនៃផែនដីបានកន្លងផុតទៅយ៉ាងលឿនវ៉ាងប៉ាវបានស្វែងរករយៈពេលយូរក្នុងរយៈពេល3ថ្ងៃនោះមុនពេលគាត់រកឃើញបំណែកទី6មានឱកាស2ដងដែលលោកបានជួបជាមួយមនុស្សមកពីក្រុមផ្សេងៗប៉ុន្តែដោយសារពួកគេហាក់ដូចជាចម្លែកនិងប្រយ័ត្នប្រយែងគ្នាទៅវិញទៅមកលោកមិនមានបំណងចង់តាក់ទងនឹងទំនាក់ទំនងជាមួយពួកគេទេមនុស្សមកពីក្រុមផ្សេងៗបានស្ទើរមួយសន្ទុះបន្ទាប់ពីបានដឹងពីអារម្មណ៍ដែលបញ្ចេញពីបំណែកទី6របស់វ៉ាងបលទោះជាយ៉ាងណាក៏ដោយពួកគេបានគ្រប់គ្រងខ្លួនឯងហើយចាត់ចេញយ៉ាងប្រញាប់ប្រញាល់ទោះបីជាភាពត្រជាក់នៅក្នុងភ្នែករបស់ពួកគេនិងបំណងប្រាថ្នារបស់ពួកគេក្នុងការប្រជែងយកបំណែកទាំងនោះកាន់តែខ្លាំងឡើងតាមពេលវេលាក៏ដោយបន្ទាប់ពីដឹងរឿងនោះវ៉ាងបលកាន់តែមានការប្រុងប្រយ័ត្នឥឡូវនេះសិស្សទាំងអស់មកពីក្រុមផ្សេងៗនៅលេងតែអ្នកដែលមានទំនោរចង់សម្លាប់និងឆាប់ប្លន់ហាក់ដូចជាអាចគ្រប់គ្រងខ្លួនឯងបានទោះជាយ៉ាងណាក៏ដោយប្រសិនបើជំនួយពីសហព័ន្ធមិនមានប្រសិទ្ធភាពរួមផ្សំជាមួយនឹងការពិតដែលថាកាលណាពេលវេលាកន្លងផុតទៅចំនួនបំណែកដែលមនុស្សម្នាក់មានកើនឡើងការប៉ុនប៉ងសម្រាប់ឬចោទយកតែមួយដងអាចអនុញ្ញាតឲ្យមនុស្សម្នាក់សិតល្បងនៅ Foundation Establishment ជាពិសេសប្រសិនបើមនុស្សម្នាក់នៅឆ្ងាយពីបំណែកមួយចំនួនដើម្បីសម្រេចបាននូវតម្រូវការនៅពេលដែលត្រូវបង្ខំចិត្តធ្វើការជ្រើសរើសការអត់ធ្មត់ដែលមនុស្សគ្រប់គ្នាអនុវត្តនឹងរលាយបាត់នៅពេលដែលរឿងនោះកើតឡើងវានឹងក្លាយជាសមរភូមិពិតប្រាកដរវាងជីវិតនិងសេចក្តីស្លាប់វ៉ាងបលបានបង្រួញភ្នែករបស់គាត់នៅពេលដែលគាត់បន្តការស្វែងរករបស់គាត់មិនយូរប៉ុន្មានបន្ទាប់ពីមួយថ្ងៃទៀតបានកន្លងផុតទៅគាត់បានឈប់នៅលើផ្លូវរបស់គាត់នៅពេលដែលទៅដល់តំបន់ភ្នំតូចមួយវាមិនមែនថាគាត់ចង់សម្រាកនោះទេប៉ុន្តែនៅក្នុងតំបន់ដែលមានចម្ងាយជាច្រើនគីឡូម៉ែត្រនៅពីមុខគាត់អាចមើលឃើញថាមានដាប់កំពុងរំកិលមកជិតវាហាក់ដូចជាអាប់នឹងអាចលេបប្របាប់ភ្នំដែលវ៉ាងបលស្ថិតនៅទាំងស្រុងក្នុងរយៈពេលដ៏ខ្លីនោះគឺជាអាប់ Mystic Traffic នោះបានធ្វើឲ្យវ៉ាងបលធ្លាក់ចូលទៅក្នុងភាពលំបាកមួយខណៈពេលដែលគាត់ស្ទើរគាត់បានស្វែងរកតំបន់ធំមួយនៃតំបន់ជុំវិញប៉ុន្តែមិនបានរកឃើញបំណែកតែមួយគត់ណាមួយឡើយប្រសិនបើគាត់បន្តបែបនេះគាត់ទំនងជាមិនរីកចម្រើនច្រើនទេប្រសិនបើគាត់ត្រូវទៅតំបន់មួយផ្សេងទៀតគាត់ប្រហែលជាអាចបំបីអក្ខរាវិរុទ្ធស្ងួតរបស់គាត់ហើយរកឃើញអ្វីមួយទោះជាយ៉ាងណាក៏ដោយ Up Mystic Track Up គឺមិនអាចទាយទុកជាមុនបានដែរវ៉ាងបលមានការព្រួយបារម្ភថាគាត់អាចនឹងត្រូវបានគេដឹកជញ្ជូនទៅកាន់កន្លែងគ្រោះថ្នាក់ប្រសិនបើខ្ញុំអាចគ្រប់គ្រង Up Mystic Track Up វ៉ាងបលបានដកដង្ហើមធំពេលគាត់សម្លឹងមើល Up ដែលកំពុងខិតជិតមកដល់គាត់បានរដុបបំពង់ករបស់គាត់ហើយហៀបនឹងធ្វើការសម្រេចចិត្តពេលដែលគំនិតមួយកើតឡើងក្នុងចិត្តរបស់គាត់ខ្ញុំមិនចាំបាច់គ្រប់គ្រងទីតាំងដែល Up Mystic Track Up បញ្ជូនខ្ញុំនោះទេខ្ញុំគ្រាន់តែត្រូវរកវិធីដើម្បីរក្សាផ្នែកមួយនៃ Up Mystic Track Up ហើយយកវាទៅជាមួយខ្ញុំតាមវិធីនោះខ្ញុំអាចប្រើ Up Mystic Track Up ដើម្បី teleport ខ្លួនឯងនៅពេលណាដែលខ្ញុំត្រូវការទោះបីជាខ្ញុំត្រូវបាន teleport ទៅកាន់ផ្នែកមួយមិត្តនៃ Mystic Lunarium ក៏ដោយខ្ញុំអាច teleport ទៅកន្លែងផ្សេងភ្លាមដោយគិតដូចគ្នាវ៉ាងបលស្រាប់តែមានអារម្មណ៍ល្បងគាត់បានព្យាយាមស្រមៃមើលដំណើរការនេះនៅក្នុងចិត្តរបស់គាត់ប្រសិនបើគាត់ទទួលបានជោគជ័យមិនត្រឹមតែគាត់អាចស្វែងរកតំបន់ផ្សេងៗគ្នាទាំងអស់ហើយស្វែងរកបំណែកបានលឿនប៉ុណ្ណោះទេគាត់ក៏អាចមិនសូវព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពផងដែរការព្រួយបារម្ភចម្បងរបស់គាត់នៅពេលនោះ
ប្រសិនបើមាននរណាម្នាក់ហ៊ានញុះញង់គាត់ឬប្រសិនបើគាត់មិនអាចប្រយុទ្ធប្រឆាំងនឹងភាគីម្ខាងទៀតបានគាត់គ្រាន់តែត្រូវបញ្ចេញអាប់ម៉ៃស្ទីកត្រេហ្វុកហើយបញ្ជូនភាគីម្ខាងទៀតទៅជីដ៏រីករាយនោះធ្វើឲ្យបានបលកាន់តែរំភើបថែមទៀតនៅពេលដែលភ្នែករបស់គាត់ភ្លឺឡើងយ៉ាងភ្លឺស្វាងនៅពេលដែលខ្ញុំទទួលបានជោគជ័យវានឹងក្លាយជាសន្លឹកវាដ៏សំខាន់របស់ខ្ញុំវាងបលបានដកដង្ហើមវែងៗដកថយយ៉ាងលឿននៅពេលដែលគាត់សម្លឹងមើលអាប់ម៉ៃស្ទីកត្រេហ្វុកដែលខិតជិតមកដល់ពីចម្ងាយម្យ៉ាងវិញទៀតគាត់កំពុងព្យាយាមបង្កើនចម្ងាយរវាងគាត់និងអាប់ម៉ៃស្ទីកត្រេហ្វុកដើម្បីទិញពេលវេលាហើយម្យ៉ាងវិញទៀតគាត់កំពុងវិភាគនឹងស្រមៃមើលសេណារីយ៉ូនៅក្នុងក្បាលរបស់គាត់តើខ្ញុំគួរប្រើ Spirit Stone ជាវត្ថុធាតុដើមទេបន្ទាប់ពីវិភាគស្ថានភាពវាងបលមានអារម្មណ៍ថាគុណសម្បត្តិសំខាន់នៃវត្ថុបុរាណដើមគឺថាវាអាចស្រូបយកអាប់និងរក្សាទុកវាបានដូច្នេះនៅពេលដែលគាត់ដកថយគាត់បានយក Spirit Stone ចេញដោយឆ្លាក់សិលាចារឹកលើពួកវាដើម្បីបង្កើតជា Spirit Kernel បន្ទាប់ពីកន្លះម៉ោង Mystic Trefok បានរុំព័ទ្ធវាងបលទាំងស្រុងដែលកំពុងលើក Spirit Stone ឡើងខ្ពស់នៅពេលដែលគាត់បាត់ខ្លួនហើយលេចឡើងវិញនៅក្នុងតំបន់មួយផ្សេងទៀតឡើងប៉ាវើបានដកដង្ហើមធំដោយធូរស្រាលបន្ទាប់ពីដឹងថាគាត់នៅតែស្ថិតនៅផ្នែកខាងមុខនៃព្រះច័ន្ទមុនពេលប្រញាប់ប្រញាល់មកអង្កាំនៅក្នុងដៃរបស់គាត់វាមិនបានសម្រេចទេវាងប៉ាវើបានកោសក្បាលរបស់គាត់ពេលគាត់រំលឹកឡើងវិញនៅអ្វីដែលបានកើតឡើងគាត់បានដឹងថាទោះបីជាអមកំអែករក្សាទុកអាប់ Mystic Trefok នៅក្នុងនោះក៏ដោយអាប់ដែលបានរក្សាទុកបានរសាយបាត់ទៅនៅពេលដែលគាត់កំពុងត្រូវបានបញ្ជូនទៅកាន់ទីអវកាសខ្ញុំត្រូវកែលម្អវាតែមិនបាត់បង់កម្លាំងវាងប៉ាវើបានស្រាវជ្រាវបញ្ហានេះភ្លាមនៅពេលដែលគាត់ឆ្លាក់សាលាចារឹកថ្មីគាត់បានបន្តស្វែងរកបំណែកទាំងនោះក្នុងលឿនបន្ទាប់ពីជាច្រើនថ្ងៃវាងប៉ាវើទីបំផុតបានរកឃើញបំណែកតែមួយគត់ទី7ក្នុងពេលជាមួយគ្នានេះគាត់បានជួបប្រទះអាប់ Mystic Trefok បន្តទៀតដើម្បីបង្កើតសន្លឹកវាដ៏អស្ចារ្យរបស់ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពខ្ញុំពិតជានឹងទទួលបានជោគជ័យនៅពេលនេះតែសម្លឹងមើលអាប់ Mystic Trefok បានប៉ាវើបានដកដង្ហើមវែងខាំថ្មីរបស់គាត់ខណៈពេលដែលគាត់កាន់អង្កាំដែលបានរៀបចំឲ្យស្ទុះទៅរកអាប់ Mystic Trefok ដោយផ្ទាល់យ៉ាងលឿនគាត់បានបាត់ខ្លួនលេចឡើងនៅក្នុងតំបន់មួយផ្សេងទៀតវត្ថុបុរាណដើមដែលគាត់បានព្យាយាមកែលម្អដើម្បីរក្សាទុក Mystic Trefok បានបរាជ័យម្ដងទៀតដូចគ្នានេះដែរការប៉ុនប៉ងលើកទី1លើកទី2និងលើកទី3បានកន្លងផុតទៅពេលវេលាមួយខែបានកន្លងផុតទៅយ៉ាងលឿនហើយចំនួននៃការប៉ុនប៉ងដែលបានបលបានធ្វើឡើងបានកើនឡើងដល់9រួមទាំងការប៉ុនប៉ង2ដងមុនគាត់នៅតែត្រូវបានគេចាត់ទុកថាមានសំណាងព្រោះមានប្រណីតែមួយគត់ដែលគាត់ត្រូវបាន Teleport ទៅកាន់ផ្នែកងងឹតនៃព្រះច័ន្ទជាសំណាងល្អវាជាតំបន់មួយនៅខាងក្រៅមិនមែននៅក្នុងជម្រៅទេទោះជាយ៉ាងណាក៏ដោយវានៅតែមានគ្រោះថ្នាក់ខ្លាំងណាស់ព្រោះគាត់បានជួបជាមួយនៃ Immortal ដែលស្ថិតនៅកម្រិតស្រដៀងគ្នាទៅនឹងនរណាម្នាក់នៅដំណាក់កាល Transformation គាត់អាចរត់គេចខ្លួនបានព្រោះគាត់មិនត្រូវបានគេ Teleport នៅពីមុខវាទេក្នុងពេលជាមួយគ្នានេះគាត់ពេញចិត្តនឹងចំនួនបំណែកដែលគាត់បានប្រមូលទុនដែលបានកើនឡើងដល់10បញ្ហាតែមួយគត់គឺថាការស្រាវជ្រាវរបស់វាងបលលើ Mystic Trefok ទោះបីជាពួកគេជាការច្នៃប្រឌិតដឹកនាំក៏ដោយគឺជាការបរាជ័យទាំងអស់ខ្ញុំមិនជឿរឿងនេះទេលើកក្រោយប្រកាសជានឹងទទួលបានជោគជ័យចំពោះទី247មិត្តតាមនិយមសូមស្នាក់នៅអ្នកបកប្រែ Atlas Studio នៃការសម្រួល Atlas Studio បានបោចាប់សក់របស់គាត់មួយតបយ៉ាងណែនហើយទាំងមុខរងរូសនិងការតាំងចិត្តបានបង្ហាញយ៉ាងច្បាស់នៅក្នុងភ្នែករបស់គាត់កាន់តែបរាជ័យក្នុងការអភិវឌ្ឍនិងស្រាវជ្រាវអង្គការដែលមានសមត្ថភាពរក្សាទុក Mystic Trefok គាត់កាន់តែមានអារម្មណ៍ខឹងសម្បាគាត់ដឹងច្បាស់ថាអង្គការទំនងជាបាត់បង់មុខងាររបស់វានៅពេលដែលគាត់ចាក់ចេញពីឋានព្រះច័ន្ទទោះជាយ៉ាងណាក៏ដោយវាគឺជាសន្លឹកវាដ៏សំខាន់របស់គាត់នៅក្នុង Mystic Lunarium វាជាអ្វីមួយដែលអាចអនុញ្ញាតឲ្យគាត់ធ្វើចលនាដោយសេរីនៅក្នុងឋានព្រះច័ន្ទប្រសិនបើគាត់ជួបជាមួយសត្វសាហាវដែលជាអ្នករស់នៅក្នុង Mystic Lunarium គាត់អាចប្រើវាលើខ្លួនឯងដើម្បីរត់គេចខ្លួនប្រសិនបើគាត់ជួបជាមួយអ្នកដំណើរមកពីក្រុមផ្សេងទៀតគាត់អាចប្រើវាលើពួកគេហើយបញ្ជូនពួកគេទៅឆ្ងាយមុខងារបែបនេះបានកំណត់តម្លៃនៃអង្គការខ្ពស់នៅក្នុងចិត្តរបស់វាងបលប្រសិនបើមិនមានវឌ្ឍនភាពតាំងពីដំបូងទេវានឹងមិនរំខានគាត់ទេទោះជាយ៉ាងណាក៏ដោយនៅក្នុងការទូរគមនាគមន៍ជាច្រើនបានធ្វើការកែលម្អជាច្រើនចំពោះសិលាចារឹកក៏ដូចជាការកែតម្រូវផ្សេងទៀតនៅលើអង្គការដូច្នេះអង្គការអាចស្រូបយកអាប់ចូលទៅក្នុងវារួចហើយបញ្ហាប្រឈមតែមួយគត់គឺការរក្សាទុកអាប់
អង្គកម្មអាចស្រូបយកអាប់ប៉ុន្តែដរាបណាវ៉ាំបាវត្រូវបានដឹកជញ្ជូនចេញអាប់នៅក្នុងអង្គកម្មនិងរលាយបាត់ទៅដោយខ្លួនឯងហើយនោះមិនមែនជាអ្វីដែលវ៉ាំបាវបានស្រមៃនោះទេខ្ញុំពិតជានឹងទទួលបានជោគជ័យក្នុងការស្រាវជ្រាវរបស់ខ្ញុំវ៉ាំបាវបានតាំងចិត្តគាត់បានមើលជុំវិញខ្លួនគាត់មុនពេលស្ទុះទៅរកទិដៅជាក់លាក់មួយដែលធ្វើឲ្យគ្រាប់ពូជដែលលេបប្របាក់របស់គាត់សកម្មដើម្បីស្វែងរកបំណែកខណៈពេលដែលកែតម្រូវសាលាចរិតរបស់អង្គកម្មក្នុងពេលជាមួយគ្នានេះគាត់ក៏កំពុងស្វែងរកអាប់ Mystic Train Up ផងដែរបន្ទាប់ពីស្រាវជ្រាវអាប់ Mystic Train Up អស់រយៈពេល1ខែកន្លងមកបាវទទួលបានការយល់ដឹងនិងការយល់ដឹងអំពីអាប់ Mystic Train ជាធម្មតាអាប់ Mystic Train ទំនងជាលេចឡើងនៅលើដីទាបដូច្នេះនៅក្នុងដំណើរការនៃការស្វែងរកបំណែកបាវក៏បានចូលទៅជិតតំបន់នៃដីទាបផងដែរគាត់ចង់រងចាំការលេចចេញនៃអាប់ Mystic Train Up ដើម្បីឲ្យគាត់អាចសាកល្បងថាតើការបង្កើតរបស់គាត់នឹងទទួលបានជោគជ័យឬអត់2ថ្ងៃបានកន្លងផុតទៅដោយនោះក្នុងរយៈពេល2ថ្ងៃនោះបានបញ្ចប់ការកែលម្អរបស់គាត់ចំពោះអង្គកម្មហើយបានធ្វើកំណែផ្សេងគ្នាជាច្រើនខណៈពេលដែលគាត់កំពុងស្វែងរកអាប់ Mystic Train Up ដោយទំនុកចិត្តគាត់ស្រាប់តែមានការភ្ញាក់ផ្អើលនឹងងាយមួយខណៈពេលដែលគាត់កំពុងស្ទុះទៅកាន់តំបន់ទី1គាត់បានសម្លឹងមើលទៅឆ្ងាយយ៉ាងលឿនទៅកាន់តំបន់មួយនៅខាងស្ដាំរបស់គាត់ទោះបីជាគាត់មិនអាចមើលឃើញការផ្លាស់ប្ដូរណាមួយដោយភ្នែកទទេរបស់គាត់ក៏ដោយគាត់អាចមានអារម្មណ៍ថានៅក្នុងទីតាំងមួយនៅខាងស្ដាំមានលំហូរដ៏គួរឲ្យភ្ញាក់ផ្អើលនៃ Spirit Key ការឡើងឆ្ពោះទៅរកមេឃវាដូចជាពៅដ៏ធំមួយបានលេចឡើងនៅប៉ែកកណ្ដាលអាទិត្យហើយអាចមានអារម្មណ៍ដោយនរណាម្នាក់ដែលនៅក្នុងតំបន់នោះវ៉ាំប៉ាវលធ្លាប់ជួបប្រទេសចលនាបែបនេះនៃ Spirit Key ពីមុនមកគាត់ច្បាស់ណាស់ថាចលនានេះមិនមែនដោយសារតែមានបំណែកនៅក្នុងតំបន់នោះទេផ្ទុយទៅវិញមាននរណាម្នាក់ដែលមានបំណែកនៅក្នុងតំបន់នោះបញ្ហាតែមួយគត់គឺថាការពីអតីតកាលចលនានៃ Spirit Key ដែលប៉ាវលបានជួបប្រទេសគឺមានតែ 30 ទៅ 40% នៃអ្វីដែលគាត់បានជួបប្រទេសនៅពេលនោះចលនាដ៏សំខាន់បែបនេះនៃ Spirit Key ដូចជាចលនាដែលគាត់មានអារម្មណ៍គឺជារឿងថ្មីធ្វើវាទៅតើមានបំណែកប៉ុន្មានទោះបីជាមិនមាន20ក៏ដោយវានឹងជិតដល់ហើយវ៉ាំប៉ាវលបានដកដង្ហើមវែងគាត់មានអារម្មណ៍មិនជឿនឹងភាពផ្អើលបន្ទាប់ពីប្រៀបធៀបអ្វីដែលគាត់បានជួបប្រទះជាមួយនឹងវិញ្ញាណជីដែលគាត់កំពុងបញ្ចេញដំបូងឡើយគាត់គិតថាគាត់មានប្រសិទ្ធភាពខ្ពស់ដោយបានប្រើគ្រាប់ពូជលេបប្របាក់របស់គាត់នៅក្នុងពិភពព្រះច័ន្ទអាថ៌កំបាំងទោះបីជាយ៉ាងណាក៏ដោយគាត់បានរកឃើញបំណែកតែ10ប៉ុណ្ណោះដែលសម្រាប់ការបង្កើតឡើងគ្រឹះម្យ៉ាងវិញទៀតវាហាក់ដូចជាមាននរណាម្នាក់នៅក្នុងតំបន់ខាងស្ដាំជិតដល់ដំណាក់កាលបង្កើតឡើងគ្រឹះរួចទៅហើយនោះធ្វើឲ្យវ៉ាំប៉ាវលមានបញ្ហាខ្លះខណៈដែលគាត់មានការប្រុងប្រយ័ត្នដោយសុភាគតិគាត់ច្បាស់ណាស់ថាមានអ្វីមួយខុសប្រក្រតីព្រោះវាមិនធម្មតាដូច្នេះហើយគាត់បានបោះចោលគំនិតដើមរបស់គាត់ក្នុងការឆក់យកហើយហៀបនឹងចាត់ចេញនៅពេលដែលភ្នែករបស់គាត់រួមតូចនៅពេលនោះក្នុងទិសដៅដែលវិញ្ញាណជីដ៏ខ្លាំងក្លាកំពុងរីករាលដាលប្រភពវិញ្ញាណជីដែលប្រមូលផ្តុំហាក់ដូចជាបានដឹងពីចលនាវិញ្ញាណជីដែលមកពីបាំបោវាបានផ្លាស់ប្ដូរទិសដៅរបស់វាហើយកំពុងស្ទុះមករកគាត់ភាពត្រជាក់បានភ្លឺឡើងភ្លាមនៅលើភ្នែករបស់បាំបោនៅពេលដែលគាត់ដឹងរឿងនោះហើយគាត់បានសម្រេចចិត្តមិនចាក់ចេញផ្ទុយទៅវិញគាត់បានឈរនៅទីនោះសម្លឹងមើលប្រភពវិញ្ញាណជីដែលក្រអឺតប្រទងតើនេះជាការប៉ុនប៉ងផ្លិនខ្ញុំមែនទេនឹងល្អសម្រាប់ខ្ញុំដែរប្រសិនបើខ្ញុំកំចាត់គាត់ខ្ញុំនឹងមានបំណែកគ្រប់គ្រាន់ដោយខ្លួនឯងបានបោះស្រូបចូលយ៉ាងជ្រៅអង្ហាត់ការវឹកហាត់របស់គាត់ខណៈពេលដែលកំពុងកម្ដៅរាងកាយរបស់គាត់បានរក្សាកម្លាំងរាងកាយរបស់គាត់នៅកម្រិតខ្ពស់បំផុតនិងត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចេញដែលធ្វើការរៀបចំចាំបាច់ដើម្បីវាប្រហារនៅពេលក្រោយវាមិនមែនថាខ្ញុំបានបោះចំផ្លន់គាត់ទេខ្ញុំគ្រាន់តែការពារខ្លួនឯងប៉ុណ្ណោះបានបោះសាច់ចំហដោយក្រអឺក្រទមងើបក្បាលឡើងពេលគាត់មើលទៅចម្ងាយមិនយូរប៉ុន្មានបានធ្វើការរៀបចំទាំងអស់ទូលីដីត្រូវបានបោះសម្អាតនៅក្នុងតំបន់នោះពីចម្ងាយហើយវងមនុស្សមួយបានលេចឡើងនៅចំពោះមុខគាត់ពេលសម្លឹងមើលពួកគេវាហាក់ដូចជាបានបោត្រូវរន្ទះបាញ់ខណៈពេលដែលគាត់ពុបពេញដោយការតស្លុតហើយដកដង្ហើមមិនរួចអូយមនុស្សទាំងនេះជានរណាទោះបីជាបានបោមានអារម្មណ៍ថាគាត់ចិត្តដឹងច្រើនក៏ដោយក៏គាត់មិនអាចទប់អារម្មណ៍តស្លុតបានដែរហាក់ដូចជាមានមនុស្ស40ឬ50នាក់ដែលមានបរិសុទ្ធខ្លាំងប្រហែល20នាក់ឈរនៅខាងក្រៅពួកគេម្នាក់បានធ្វើឲ្យការដំដុះពិភពដង្ហើមពិតល្អឥតចោះហើយពួកគេម្នាក់មើលទៅមិនរាក់ទាក់ភ្នែករបស់ពួកគេមានបំណងសម្លាប់ហើយវាច្បាស់ណាស់ថាពួកគេជាអ្នកដំដុះប្រយុទ្ធដែលមិនមែនជាមនុស្សចម្លែកក្នុងការប្រយុទ្ធនោះទេនៅចំការដែលក្រុមមានស្ត្រី20នាក់ស្លៀកពាក់ពណ៌ផ្សេងគ្នាពួកគេក៏ជាមនុស្សដែលបានធ្វើឲ្យការដំដុះពិភពដង្ហើមពិតល្អឥតចោះផងដែរអ្វីដែលមិនគួរឲ្យជឿបំផុតនោះគឺថានៅពេលដែលពួកគេសង្កេតមើលបរិស្ថានជុំវិញខ្លួនដោយប្រុងប្រយ័ត្នពួកគេក៏កំពុងធ្វើឲ្យជំនាញរបស់ពួកគេសកម្មផងដែរមានអ្នកដំដុះ Array Formation អ្នកដំដុះ Alchemy ក៏ដូចជាអ្នកដំដុះ Vitamin
មាន3អ្នកក្នុងចំណោមពួកគេដែលកំពុងជួសជុលកំណប់ទ្រព្យនោះមានរបស់ពួកគេនៅខាងក្រៅក្រុមនៅចំការដែលត្រូវបានតាពារដល់មនុស្ស50នាក់នោះគឺជាយុវជនម្នាក់ដែលស្លៀកខោបំពង់ការនិងអាវបំពង់ការគាត់មានអាវធំមួយគូនៅពីលើភ្នែករបស់គាត់ហើយកំពុងដេកយ៉ាងខ្ជិលច្រអូសលើកៅអីធំមួយកៅអីនោះត្រូវបានដឹកនៅលើខ្នងស្វាដែលមានសាច់ដុំខ្ពស់80 feet វាកំពុងធ្វើចលនាយ៉ាងលឿនឆ្ពោះទៅមុខជាមួយវងមនុស្សដែលនៅសល់ពួកគេគឺជាក្រុមដែលការពារចៅហ្វាយវ័យក្មេងនៃសាជីវកម្មត្រីលូណារីបានប៉ាវលមានការងឿងឆ្ងល់នៅពេលឃើញថាវងមនុស្សយ៉ាងច្រើនបែបនេះបានបង្ហាញខ្លួននៅក្នុង My City Lunarium ជាកន្លែងដែលមានគ្រោះថ្នាក់នៅជុំវិញការដកដង្ហើមរបស់គាត់លឿនដោយវងមនុស្សយ៉ាងច្រើនបែបនេះធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះជាដំណើរកម្សាន្តសម្រាប់កូនចៅគាត់កំពុងរៀបចំពិធីជប់លៀងមែនទេបានប៉ាវលសម្លឹងមើលដោយភ្នែកធំយុវជនដែលមានអាវធំហាក់ដូចជាស្ងប់ស្ងាត់ណាស់ដែលបានប៉ាវលមានអារម្មណ៍ថាវាមិនស៊ីគ្នានឹងបរិយាកាសនៃ My City Lunarium គាត់មានអារម្មណ៍ថាយុវជននោះនឹងសមជាងប្រសិនបើមានឆ្នេរសាច់នារីស្លៀកឈុតប៊ីគីនីនិងសមុទ្រពណ៌ខៀវជំនួសវិញក្នុងពេលជាមួយគ្នានេះចលនាដ៏ខ្លាំងក្លានៃវិញ្ញាណជីអាចត្រូវបានរកឃើញបន្ទាប់ពីវិភាគយោបានប៉ាវលបានទេថាចំនួនបំណែកដែលសមស្របសម្រាប់ការបង្កើតគ្រឹះដែលភាគីខាងទៀតមានគឺយ៉ាងហោចណាស់20បើមិនចិននោះទេអ្វីដែលធ្វើឲ្យបានប៉ាវលច្រណែននោះគឺថាស្ត្រីដែលនៅជុំវិញយុវជននោះសុទ្ធតែស្រស់ស្អាតអ្នកខ្លះកំពុងជ្រកកោនគាត់ដោយឆាប់អ្នកខ្លះកំពុងម៉ាស្សាស្មារបស់គាត់និងអ្នកខ្លះកំពុងចិញ្ចឹមផ្លែឈើស្រស់ៗដែលទើបបោះសម្បកពេលក្រឡេកមើលគាត់ហើយបន្ទាប់មកត្រឡប់មកមើលខ្លួនឯងវិញបានប៉ាវលមានអារម្មណ៍ថាគាត់មិនអាចប្រៀបធៀបជាមួយយុវជននោះបានទេមិនថាគាត់មានទំនុកចិត្តយ៉ាងណានោះទេបានប៉ាវលដកដង្ហើមធំងាកមកក្រោយហើយចាប់ទៅរត់ចេញមានពួកគេច្រើនពេកហើយបានប៉ាវលមានអារម្មណ៍ថាប្រសិនបើគាត់ប្រឆាំងនឹងពួកគេដល់គាត់ប្រកាសជាត្រូវប្លន់យកទ្រព្យសម្បត្តិទាំងអស់របស់គាត់ពោពេញដោយការសោកស្ដាយចំពោះការធ្វើដូចជាគាត់គួរឲ្យខ្លាចហើយធ្វើពិតជាមិនខ្លាចនៅពេលគាត់រងចាំភាគីម្ខាងទៀតបង្ហាញខ្លួនពេលដែលបានបោងាកមករត់គេយុវជនដែលមានអ្នកបើកយន្តហោះដេកលើកៅអីបានស្រែកយ៉ាងប្រញាប់ប្រញាល់អ្នកតានិយមស៊ូមនៅឲ្យឆ្ងាយពាក្យសម្ដីរបស់គាត់បានធ្វើឲ្យមនុស្ស20នាក់រាយប៉ាយចេញទៅព្យាយាមឡំពាត់បានបោពួកគេម្នាក់មានពន្លឺដែលបញ្ចេញដោយវត្ថុមានតម្លៃច្រើនដែលពួកគេកាន់ដោយមានការជំរុញបន្ថែមពីវត្ថុមានតម្លៃច្រើនពួកគេទាំងអស់មិនត្រឹមតែលឿនប៉ុណ្ណោះទេប៉ុន្តែថែមទាំងបញ្ចេញកម្លាំងបង្ក្រាបដល់គួរឲ្យភ្ញាក់ផ្អើលទៀតផងបន្ទាប់ពីដឹងខ្លួនបានបោមានការភ្ញាក់ផ្អើលអុយសូម្បីតែអង្គរៈក៏ពេញបន្ទប់ដែរបានបោមានការខឹងសម្បារនិងមិនជឿយ៉ាងខ្លាំងវាហាក់ដូចជាយុវជនមិនដែលជួបប្រទះនឹង My City Traffic នៅក្នុង My City Lunarium ទេបើមិនដូច្នោះទេវាមិនអាចទៅរួចទេដែលនៅតែមានមនុស្សជាច្រើនជាមួយគាត់ព្រោះពួកគេនឹងត្រូវបានបំបីជាយូរមកហើយចំពោះសំណើសុំឲ្យគាត់នៅបានបោធ្វើពិតជាមិនលើពេលគាត់ស្ទុះទៅមុខភ្នែករបស់គាត់មានអារម្មណ៍ត្រជាក់ប្រសិនបើអង្គព្យាយាមរៀបរៀងគាត់ប្រកាសជានឹងប្រយុទ្ធជាមួយពួកគេដោយដឹងពីចេតនាសម្រាប់ដែលបានបញ្ចេញពីរាងកាយរបស់បានបោយុវជននោះបានដោះអាវធំរបស់គាត់ចេញគាត់បន្តដេកនៅទីនោះបង្ហាញស្នាមញញឹមពិតប្រាកដមួយខណៈពេលដែលគាត់ស្រែកឡើងតទៀតមតានិយមកុំខ្លាចហើយកុំបារម្ភអីការផ្លាន់គឺជាយុទ្ធសាស្ត្រថ្នាក់ទៀតដែលខ្ញុំជីនដូមីងមិនដែលប្រើឡើយនៅ Trilunary Top Horizon យើងផ្អែកលើភាពយុត្តិធម៌និងហេតុផលខ្ញុំមានបំណែកចំនួន19សម្រាប់ការបង្កើតគ្រឹះរួចហើយខ្ញុំខ្វះតែមួយប៉ុណ្ណោះហើយដោយសារវាសនានាំយើងមកជាមួយគ្នាសូមរាយតម្លៃហើយលក់ឲ្យខ្ញុំមួយយុវជននោះញញឹមដោយទំនុកចិត្តដូចជាកំពុងចរចាកិច្ចព្រមព្រៀងអាជីវកម្មពេលគាត់និយាយគាត់ថែមទាំងប្រវីដៃដាក់បានបោទៀតផងខ្ញុំមិនលក់ទេវ៉ានប៉ាវលមិនសប្បាយចិត្តទេគាត់មានត្រឹមតែ10បំណែកប៉ុណ្ណោះខណៈដែលយុវជននោះមាន19បំណែករួចហើយពេលគាត់គិតអំពីរបៀបដែលគាត់បានរកឃើញបំណែកទាំងអស់ដោយប្រើការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនភាពមិនសប្បាយចិត្តរបស់គាត់បានក្លាយជាភាពក្រអឺក្រទមហើយគាត់បានងាកមកវិញហើយបន្តដំណើរទៅមុខទៀតយុវជនជីនដូមីងបន្តញញឹមដដែលទំនុកចិត្តរបស់គាត់ហាក់ដូចជាមិនរងផលប៉ះពាល់ទេខណៈពេលដែលគាត់និយាយដោយស្ងប់ស្ងាត់ខណៈពេលកំពុងសម្លឹងមើលទស្សនវិជ្ជាខាងក្រៅរបស់វ៉ានប៉ាវល
អាវុធដាមថ្នាក់ទី7ជាធ្នូនឹងបំណែកមួយយល់ព្រមទេគាត់បាននិយាយតែយកដាមមួយចេញពីខ្សែដៃរបស់គាត់ដោយដាក់វានៅចិត្តគាត់ហើយសង្កត់វាដោយដៃស្តាំរបស់គាត់ពេលគាត់សម្លឹងមើលបានបលពេលដែលលេចចេញមករលកដល់គួរឲ្យភ័យខ្លាចមួយបានទន់ឡើងភ្លាមពីវាដែលបណ្ដាលឲ្យមានការបង្កើតជាព្យុះសង្គ្រាមខ្មៅមួយដែលបោកបក់យ៉ាងខ្លាំងទៅគ្រប់ទិសទីក្រពើខ្មៅដ៏ធំមួយបានលេចចេញពីខាងក្នុងព្យុះសង្គ្រាមក្រពើខ្មៅដែលគ្របដណ្ដប់ដោយជញ្ជីងមើលទៅគួរឲ្យខ្លាចខ្លាំងណាស់វាបាក់មាត់ធំខាំក្មេងរបស់វាខណៈពេលដែលញញឹមយ៉ាងស្ងៀមស្ងាត់វាមើលទៅគួរឲ្យខ្លាចណាស់ដែលវាអាចរញ្ជួយស្ថានសួគ៌នឹងផែនដីពេលដែលលេចចេញមកស្វាដល់កាន់កាប់អីរបស់ជីនដូមីងបានញ័រយ៉ាងខ្លាំងដោយសារតែកម្លាំងបង្ក្រាបដ៏ខ្លាំងក្លាពួកវាញ័រខ្លាំងរហូតដល់ពួកវាលុតជង្គង់ចុះហើយមិនហ៊ានរើសូម្បីតែមួយអ៊ីងសូម្បីតែសិស្សស្រីនៃពិភពទ្រូព្រិតនៅជុំវិញគាត់ក៏ដកដង្ហើមមិនស្ងប់ពួកវាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដូចជាកម្លាំងដែលចាប់យកការដាំដុះរបស់ពួកគេត្រូវបានតឲ្យដោយវត្ថុបុរាណដាម៉ាទោះបីជាកម្លាំងនេះមិនអាចចាត់ទុកថាជាការរញ្ជួយផែនដីក៏ដោយវានៅតែខ្លាំងធូលីដីតឡើងហើយរាលដាលគ្រប់ទិសទីហើយរលកបានលេចឡើងនៅលើដីខ្សាច់ដូចជាត្រូវបានវាប្រហារដោយរលកគោលលាន់បានប៉ាវុធបាននេះក្បាលរបស់គាត់ហើយសម្លឹងមើលទៅជីនដូមីងដោយភ្ញាក់ផ្អើលបន្ទាប់មកគាត់បានសម្លឹងមើលវត្ថុបុរាណថ្នាក់ទី7ដែលសង្កត់នៅក្រោមដៃរបស់ជីនដូមីងអ្វីតែអ្នកកំពុងនិយាយអ្វីវ៉ាំប៉ាវុធឈរនៅទីនោះដោយងឿងឆ្ងល់គាត់មិនប្រកាសនឹងត្របោកត្របល់ហើយគាត់បានសួរម្ដងទៀតដូចជាគាត់ឮខុសខ្ញុំបាននិយាយថាខ្ញុំនឹងដោះវត្ថុបុរាណថ្នាក់ទី7នេះសម្រាប់បំណែកមួយរបស់អ្នកយល់ព្រមទេជីនដូមីងដែលកំពុងអង្គុយលើកៅអីបាននិយាយតែញញឹមគាត់មានទំនុកចិត្តយ៉ាងខ្លាំងហើយអ្នកដាំដុះស្រីនៅក្បែរគាត់មើលទៅមិនញញើតដូចជាពួកគេធ្លាប់នឹងអាកប្បកិរិយារបស់គាត់ទី7អាវុធថ្នាក់ទី7ជាធ្នូនឹងបំណែកមួយពេលក្រឡេកមើលប្រតិកម្មរបស់មនុស្សនៅក្បែរយុវជននោះវ៉ាងប៉ាវុលមានអារម្មណ៍ថាភាពវឹកវរបានទុះឡើងនៅក្នុងពិភពលោកវ័យទាំងអស់មានអារម្មណ៍ចម្លែកចំពោះគាត់សូម្បីតែបន្ទាប់ពីគាត់បានបញ្ជាក់ពីការសង្ស័យរបស់គាត់ក៏ដោយក៏អារម្មណ៍ជាច្រើននៅតែហូរចូលក្នុងបេះដូងរបស់គាត់ដែលវាប្រហារគាត់យ៉ាងខ្លាំងរហូតដល់វាមានអារម្មណ៍ថាមិនពិតក្នុងនាមជាអ្នកដាំដុះអាវុធធំមុខគាត់មានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីកំណត់ទ្រព្យធំមុខវត្ថុបុរាណថ្នាក់ទី1និងទី2គឺជាវត្ថុបុរាណធំមុខខណៈដែលវត្ថុបុរាណថ្នាក់ទី3ដល់ទី5គឺជាកំណត់ទ្រព្យដ៏មានតម្លៃមានតែវត្ថុបុរាណថ្នាក់ទី7ប៉ុណ្ណោះដែលអាចត្រូវបានគេហៅថាអាវុធហើយត្រូវបានគេហៅថាជាផ្លូវការថាអាវុធធំមុខអាវុធធំមុខនីមួយមានថាមពលខ្លាំងគួរឲ្យភ្ញាក់ផ្អើលនិងមានតម្លៃថ្លៃមិនគួរឲ្យជឿក្នុងកម្រិតជាក់លាក់មួយគ្មានទីផ្សារសម្រាប់វាទេទោះបីជាមានការផ្គត់ផ្គង់ក៏ដោយវាមិនអាចទៅរួចទេក្នុងការទិញវាប្រសិនបើមនុស្សម្នាក់មិនមានទំនាក់ទំនងត្រឹមត្រូវទោះបីជាម្នាក់ក្នុងចំណោមពួកគេបានបង្ហាញខ្លួនក្នុងអំឡុងពេលដេញថ្លៃក៏ដោយវានឹងត្រូវបានទិញភ្លាមតម្លៃរបស់វាខ្ពស់គួរឲ្យភ្ញាក់ផ្អើលប៉ុន្តែនោះមិនបានរៀងនរណាម្នាក់ឡើយផ្ទុយទៅវិញអ្នកទិញដែលទទួលបានជោគជ័យនឹងគិតថាពួកគេបានគ្រប់គ្រងដើម្បីទទួលបានរបស់ល្អមួយកិច្ចព្រមព្រៀងលោកបានបោលដែលជាអ្នកដាំដុះអាវុធដាមីគាត់បានឃើញតែផ្សែងដែលបង្កើតឡើងដោយអាវុធដាមីរបស់ស៊ូដេស៊ីពីចម្ងាយចំពោះរូបរាងពិតនៃអាវុធដាមីគាត់មិនដែលឃើញវាពីមុនមកទេចំពោះអ្នកដាំដុះអាវុធដាមីភាគច្រើនវាជាគោលដៅជីវិតដើម្បីចម្រាញ់អាវុធដាមីក្នុងពេលជាមួយគ្នានេះមានតែអ្នកដាំដុះ Foundation Establishment ដែលមានសាវតាគ្រួសារនិងពូជពងរងមាំប៉ុណ្ណោះដែលមានឱកាសកាន់កាប់អាវុធដាមីដែលជាកម្មសិទ្ធិរបស់ពួកគេចំពោះអ្នកដាំដុះអាណាចក្រព្រូបរីតនៅក្នុងសហព័ន្ធទាំងមូលចៅវាយវ័យក្មេងនៃសាជីវកម្មព្រីលូណារីប្រហែលជាមនុស្សតែម្នាក់គត់ដែលអាចកាន់កាប់អាវុធដាមីជាមួយនឹងកម្រិតនៃការដាំដុះបែបនេះនោះជាមិនរួចធ្វើឲ្យលោកវ៉ាងបោភ្ញាក់ផ្អើលនិងងឿងឆ្ងល់តម្លៃនៃអាវុធដាមីគឺគួរឲ្យភ្ញាក់ផ្អើលប៉ុន្តែយុវជននៅកំពុងចាត់ទុកវាដូចជាគាត់កំពុងលក់បន្លែដោយព្យាយាមដោះអាវុធដាមីសម្រាប់បំណែកមួយចំពោះបានបោលវាដូចជានរណាម្នាក់កំពុងព្យាយាមដោះរថយន្តស្ពណ៌ជាមួយនឹងស្គរគ្រាប់ដែលកុមារកាន់គាត់ថែមទាំងមានអារម្មណ៍ថារថយន្តស្ពណ៌នោះស្លេកស្លាំងបើប្រៀបធៀបទៅនឹងអ្វីដែលគួរឲ្យអស់សំណើចវាហាក់ដូចជាសម្រុំជាងប្រសិនបើវាជារថយន្តប្រណិតអារម្មណ៍នេះធ្វើឲ្យបានបោលឈរដោយភ្ញាក់ផ្អើលគាត់កំពុងទប់ដង្ហើមប៉ុន្តែវាបានកើនឡើងយ៉ាងឆាប់រហ័សបន្តិចតងនៅពេលដែលចក្ខុវិស័យរបស់គាត់ព្រើជីនដូមីងញញឹមដោយក្រអឺតក្រទមដោយគិតអំពីរបៀបដែលគ្មានអ្វីដែលគាត់មិនអាចដោះបាននៅក្នុងโลกនេះបុរសថតនោះរឹងរូសនិងមានមោទនភាពណាស់ដែលនិយាយថាគាត់នឹងមិនដោះបំណែកនោះសម្រាប់អ្វីទាំងអស់គាត់ចង់ឃើញថាតើបានបោលនឹងចុះចាញ់ឬអត់ប្រសិនបើគាត់បង្ហាញអាវុធធំមុខនៅចំពោះមុខគាត់តាមពិតទៅយុវជននោះមិនបានរកឃើញបំណែកណាមួយនៅក្នុងដំណើររបស់គាត់ទេគាត់ទទួលបានបំណែកទាំងអស់របស់គាត់តាមរយៈការដោះទ្រព្យសម្បត្តិរបស់គាត់ដំបូងឡើយគាត់បានធ្វើកិច្ចព្រមព្រៀងជាមួយនឹងមីនូត្រីស៊ូប៉ុន្តែដោយសារតែគាត់ខុសខាតតែមួយនៅពេលនោះគាត់បានសម្រេចចិត្តប្រើអាវុធធំមុខរបស់គាត់ចំពោះគាត់អាវុធធំមុខគឺគ្មានអ្វីច្រើនទេប្រសិនបើគាត់គ្មានសោះអ្វីទេគាត់គ្រាន់តែត្រូវសុំមួយពីឪពុករបស់គាត់នៅពេលគាត់ត្រឡប់មកផ្ទះវិញព្រោះវាមិនដែលខ្វះខាតឡើយមនុស្សនៅក្បែរគាត់ហាក់ដូចជាស្មនឹងរបៀបដែលចៅវាយនាយវ័យក្មេងរបស់ពួកគេដោះស្រាយបញ្ហាមនុស្សគ្រប់គ្នាជាពិសេសអ្នកដាំដុះស្រីដែលមើលទៅដូចជាអ្នកថែរក្សាផ្ទះហាក់ដូចជាមិនញញើតឡើយនាងថែមទាំងបង្ហាញស្នាមញញឹមទៀតផងព្រោះនាងមានអារម្មណ៍ថាចៅវាយនាយវ័យក្មេងរបស់នាងមិនសូវរឹងរូសពេកនៅពេលនោះចៅវាយនាយវ័យក្មេងបានធំឡើងហើយ
គាត់កាន់តែមានភាពចាស់ទុំចាប់តាំងពីគាត់មិនបានដណ្ដូរអាវុធធំមកថ្នាក់ទី8សម្រាប់បំណែកនោះយល់ព្រមឬមិនយល់ព្រមបន្ទាប់ពីមួយសន្ទុះដោយដឹងថាវ៉ាំប៉ាមិនបាននិយាយអ្វីទេទោះបីជាភ្នែករបស់គាត់ភ្លឺចែងចាំងក៏ដោយជីនរូមីងបានសួរដោយលើកចិញ្ចើមរបស់គាត់មានការរំខានបន្តិចនិងងឿងឆ្ងល់ចំពោះការខ្វះការឆ្លើយតបពីវ៉ាំប៉ាយល់ព្រមដែលមិនអើពើនឹងការរំខាននៅក្នុងសម្លេងរបស់ជីនរូមីងវ៉ាំប៉ាបានឧទានភ្លាមមុនពេលបោះបំណែកមួយលើគាត់ពិតជារំភើបខ្លាំងណាស់ជីនរូមីងបានចាប់បំណែកនោះហើយមើលវាមុនពេលគប់អាវុធធំមកថ្នាក់ទី7ទៅឲ្យវ៉ាំប៉ាវុលដោយពេញចិត្តពេលដែលគាត់កាន់ដល់ថ្នាក់ទី7វ៉ាំប៉ាវុលងឿយ៉ាងខ្លាំងគាត់បានជួបប្រទះនឹងកម្លាំងមួយដែលកំពុងលេចចេញជាបន្តពីអាវុធធំមកដែលខ្លាំងរហូតដល់មិនអាចពិពណ៌នាដោយពាក្យសម្ដីបានវាហាក់ដូចជាក្រពើដ៏កាច់សាហាវដែលគាត់កំពុងកាន់នៅក្នុងដៃរបស់គាត់ជាអាវុធធំមកគាត់ថែមទាំងមានអារម្មណ៍ថាគាត់បានក្លាយជាមនុស្សសាមញ្ញតែមិនគិតពីថាតើវាតេតងនឹងការដំដុះឬអំណាចទេវាពិបាកក្នុងការគ្រប់គ្រងអាវុធធំមកក្នុងពេលជាមួយគ្នានេះក្នុងនាមជាអ្នកដំដុះអាវុធធំមកគាត់អាចមើលឃើញភ្លាមថាអាវុធធំមកគឺពិតប្រាកដអូយខ្ញុំមានអារម្មណ៍ដូចជាខ្ញុំកំពុងសុបិនតែរំភើបវ៉ាំប៉ាវុលបានរក្សាទុកអាវុធធំមកភ្លាមនៅក្នុងកាបូបរបស់គាត់ដោយខ្លាចថាបរិសុទ្ធដែលពុកនឹងសោកស្ដាយចំពោះពាក្យសម្ដីរបស់គាត់ទោះជាយ៉ាងណាក៏ដោយគាត់ហាក់ដូចជាបានមើលងាយជីនដូមីងនៅពេលដែលបានបោលរក្សាអាវុធធំមកជីនដូមីងបានដេកលើកៅអីដោយដាក់យន្តហោះរបស់គាត់តងទៀតខណៈពេលដែលគាត់គ្រវីដៃទៅកាន់វ៉ាំបោលដោយទៅមុខពេញចិត្តអរគុណអ្នកកាន់សាសនាតាវ៉ាំបោលងឿយក្បាលឡើងសម្លឹងមើលវងមនុស្សដែលកំពុងចាក់ចេញគាត់មានអារម្មណ៍ថាតម្លៃរបស់យុវជននោះពុករលួយជាពិសេសបន្ទាប់ពីបានលើកពាក្យអរគុណរបស់គាត់មុនពេលចាក់ចេញជាមនុស្សចេះជាពេលវេលាគោអាវុធធំមកសម្រាប់បំណែកមួយហើយថែមទាំងអរគុណខ្ញុំចំពោះវាទេផងវ៉ាងបោកាន់តែមានការភ័ន្តច្រឡំគាត់មានអារម្មណ៍ថាភាពក្រីក្របានដាក់កម្រិតលើការស្រមើស្រមៃរបស់គាត់ព្រោះគាត់មិនអាចយកពីតកវិជានៅពីក្រៅអ្វីដែលចៅហ្វាយវ័យក្មេងនៃសាជីវកម្មទ្រីលឺណារីកំពុងធ្វើទោះជាយ៉ាងណាក៏ដោយរឿងមួយដែលច្បាស់ចំពោះវ៉ាងបោគឺថាគាត់មិនសប្បាយចិត្តតែសោះគាត់ថែមទាំងមានអារម្មណ៍ថាវានឹងអស្ចារ្យប្រសិនបើយុវជនខ្វះបំណែកច្រើនជាមួយសូម្បីតែអារម្មណ៍ច្រណែនដែលគាត់មានអារម្មណ៍ពីមុនក៏បានរលាយបាត់ទៅគាត់មានអារម្មណ៍ថាវាជាការពិតដែលថាយុវជនអាចប្រមូលបំណែកដែលត្រូវការសម្រាប់ការបង្កើតគ្រឹះក្នុងរយៈពេលដ៏ខ្លីបែបនេះប្រសិនបើគាត់មិនអាចសម្រេចបានសូម្បីតែរឿងនោះក៏ដោយនោះវាពិតជាអយុត្តិធម៌ណាស់ហើយគាត់គួរតែត្រូវបានរំទាបបាញ់បានរៀនអ្វីថ្មីវ៉ាងប៉ាវុលស្រូបដង្ហើមចូលយ៉ាងជ្រៅគាត់មានអារម្មណ៍រំជួលចិត្តនិងរំភើបយ៉ាងខ្លាំងនៅពេលដែលគាត់ស្រាប់តែកត់សម្គាល់ឃើញថាកៅអីដែលជីនដូមីងកំពុងតែគូតែត្រូវបានដឹកដោយស្វាពីរក្បាលជំនួសឲ្យកៅអីដូចដែលវាមានដូច្នេះដោយគិតមួយផ្លែតភ្នែករបស់គាត់ភ្លឺឡើងនៅពេលដែលគាត់ប្រញាប់លើកដៃឡើងហើយឧទានខ្លាំងអ្នកតែជីនខ្ញុំនៅតែមានតំណែងដែលមានគុណភាពខ្ពស់ផ្សេងទៀតដែលអ្នកមិនអាចទិញនៅកន្លែងផ្សេងបានតុក្កតាថ្នាក់ពិសេសដែលអាចដឹកកៅអីរបស់អ្នកនិងម៉ាស្សាស្មារបស់អ្នកពួកវាថែមទាំងអាចដើរតួជាអង្គរៈរបស់អ្នកទៀតផងដរាបណាអ្នកទិញតុក្កតាពួកវាអាចធ្វើអ្វីក៏បាននៅពេលដែលវ៉ាំប៉ាវុលឧទានឡើងគាត់បានប៉ះកាបូបទប់របស់គាត់ដោយយកតុក្កតា3ចេញមួយជានារីស្រស់ស្អាតមួយទៀតជាអ្នកលេងសើចចំណែកមួយទៀតជាស្វាពេជ្រតូចមួយតុក្កតានារីស្រស់ស្អាតនោះមានភាពទាក់ទាញនិងទាក់ទាញខ្លាំងមុខរបស់នាងដូចជារូបភាពដ៏ស្រស់ស្អាតដូចជាផ្កាបានរីកដុតដាលទាក់ទាញចិត្តអ្នកដែលបានឃើញនាងតុក្កតាអ្នកលេងសើចនោះមានកម្លាំងខ្លាំងជាងមនុស្សធម្មតាគាត់មើលទៅកាច់សាហាវណាស់ហើយមានអារម្មណ៍គួរឲ្យខ្លាចខ្លាំងណាស់ដែលគាត់អាចធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍សុវត្ថិភាពដោយគ្រាន់តែឈរនៅទីនោះចំពោះតុក្កតាដែលអមមិនអេវាដូចជាភ្នំតូចមួយដូចជីវិតនឹងពិតប្រាកដណាស់គាត់មិនប្រកាសអំពីរសជាតិរបស់យុវជននោះទេហើយនោះធ្វើឲ្យគាត់ដកតុក្កតាមួយប្រភេទចេញពេលឮសំឡេងឧទានរបស់វ៉ាងបោជីនដូមីងដែលកំពុងដេកលើកៅអីបានលើកដៃស្តាំរបស់គាត់បន្តិចភ្លាមនោះស្បែកដែលកាន់កៅអីបានឈប់ហើយថែមទាំងងាកមករកវ៉ាងបោទៀតផងបន្ទាប់ពីគាត់សម្គាល់ឃើញតុក្កតា3នៅក្បែរវ៉ាងបោជីនដូមីងស្រាប់តែដោះអាវធំរបស់គាត់ចេញហើយមើលឲ្យកាន់តែច្បាស់ជាលើកដំបូងគាត់បានអង្គុយឡើងពីទីតាំងដេករបស់គាត់ដោយមិនផ្លាស់ប្ដូរជាមួយនឹងទឹកមុខភ្ញាក់ផ្អើលនិងចំណាប់អារម្មណ៍ដែលលេចឡើងក្នុងភ្នែករបស់គាត់ទាំងនេះជាតុក្កតាមែនទេមានមនុស្សផ្សេងទៀតកំពុងលក់តុក្កតាដែរតើមានអ្វីពិសេសអំពីតុក្កតាទាំង3របស់អ្នកជីនដូមីងសួរដោយចង់ដឹងចង់ឃើញតែគាត់សម្គាល់ថាជីនដូមីងហាក់ដូចជាចាប់អារម្មណ៍វ៉ាងបោក៏រំភើបផងដែរគាត់បានលើកដៃស្តាំរបស់គាត់ហើយគាំរៀមដៃរបស់គាត់ភ្លាមនឹងស្វាពេជ្របានក្រហមខ្លាំងសម្លឹងមើលស្បែកដែលកាន់កៅអីរបស់ជីនដូមីងភ្នែករបស់ស្បែកបានភ្លឺឡើងភ្លាមហើយដង្ហើមរបស់វាក៏លឿនវាមើលទៅហាក់ដូចជារំភើបខ្លាំងណាស់ដូចជាវាត្រូវបានទាក់ទាញយ៉ាងខ្លាំងចំពោះស្វាពេជ្រគួរឲ្យចាប់អារម្មណ៍ជីនដូមីងញញឹមបន្តិចដោយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងពិតរបស់តុក្កតាដែលមិនអេយ៉ាងណាមិញ
សិទ្ធិសហជាធម្មតាមានសម្ភារៈវិកម្មរិទ្ធខ្លះប្រសិនបើសិទ្ធិសហអាចត្រូវបានបញ្ឆោតឲ្យគិតថាវាបានជួបសត្វដទៃទៀតវាមានន័យថាតុក្កតានេះមានលក្ខណៈដូចជាបុតប៉ាត់ខ្លាំងណាស់ដែលជាអ្វីដែលកម្រជួបប្រទះតែកត់សម្គាល់ឃើញទៅមុខរបស់ជីនដូមីងបានប៉ាវលបានអោបហើយចំអកទៅតុក្កតាស្រីដ៏ស្រស់ស្អាតភ្លាមនោះការផ្លាស់ប្តូរទៅមុខរបស់តុក្កតាបានកើតឡើងវាដូចជាមនុស្សពិតលែងព្យាយាមឈរនឹងទៀតហើយផ្ទុយទៅវិញវាមើលទៅត្រជាក់នឹងថ្ងៃភ្លាមហើយនៅពេលដែលវាលើកដៃស្តាប់របស់វាឡើងវាបានដកដៅវែងចេញវាកំពុងឈរនៅទីនោះជាមួយនឹងសពវែងរបស់វានៅលើស្មារបស់វាខណៈពេលដែលរោគដែលវាកំពុងស្លៀកកំពុងហើរទៅតាមទិសដៅខ្យល់វាដូចជាសម្រស់មួយដែលបានដើរចេញពីគំនូរភ្នែករបស់ជីនដូមីងភ្លឺឡើងភ្លាមវ៉ាងប៉ាវលមានអារម្មណ៍រីករាយនៅពេលដែលគាត់បានធ្វើឲ្យត្រាដៃរបស់គាត់សកម្មហើយចង្អុលម្ដងទៀតភ្លាមនោះតុក្កតាស្រីដ៏ស្រស់ស្អាតប៉ុន្តែត្រជាក់នឹងនៅឆ្ងាយបានខ្លាយជាការញញឹមយ៉ាងខ្លាំងភាពតេទៀងដែលបញ្ចេញយ៉ាងខ្លាំងពីក្បាលដល់ជើងជីនដូមីងបានព្រៀងទៅមុខដោយមិនអាចគ្រប់គ្រងបានដើម្បីមើលឲ្យកាន់តែជិតជាចុងក្រោយវ៉ាងប៉ាវលស្រាប់តែបោះជំហានទៅមុខហើយបោះដៃដោយជើងរបស់គាត់វាមានកម្លាំងគួរឲ្យភ្ញាក់ផ្អើលភ្លាមនោះបង្កើតជាសម្លេងទល់ដែលបោះទៅរកតុក្កតាស្រីដ៏ស្រស់ស្អាតតុក្កតាបានគ្រប់គ្រងការប៉ះទង្គិចដោយការខិតខំប្រឹងប្រែងទាំងអស់របស់វាដោយដកថយក្នុងចំណោមសម្លេងប៉ះទង្គិចនៅពេលដែលជីនដូមីងភ្ញាក់ផ្អើលហើយនៅពេលដែលធូលីបានស្វប់ស្នាមប្រេះអាចមើលឃើញនៅលើរាងកាយរបស់តុក្កតាស្រីទោះជាយ៉ាងណាក៏ដោយប្រសិនបើមនុស្សម្នាក់ពិនិត្យមើលឲ្យកាន់តែចិត្តពួកគេនឹងឃើញថាស្នាមប្រេះកំពុងជាសះស្បើយដោយខ្លួនឯងអ្នកកាន់សាសនាតើតុក្កតារបស់ខ្ញុំនេះរឹងមាំខ្លាំងណាស់ហើយត្រូវបានឆ្លាក់ដោយសិលាចារឹកជួសជុលដោយខ្លួនឯងដោយមិនគិតពីថាតើអ្នកកំពុងប្រើវាសម្រាប់ការការពារឬសម្រាប់គោលបំណងផ្សេងទៀតទេវាអាចធ្វើការងារបានវ៉ាងប៉ាវលនិយាយដោយស្ងប់ស្ងាត់ដោយកាត់សម្គាល់ថាភ្នែករបស់ជីនដូមីងកំពុងភ្លឺចែងចាំងល្បួងយ៉ាងខ្លាំងដោយវាបន្ទាប់ពីនោះគាត់បានធ្វើឲ្យត្រាដៃរបស់គាត់សកម្មតងទៀតដោយចំអកទៅតុក្កតារងំតុក្កតានោះបានរើភ្លាមដោយបង្ហាញឈុតនៃទម្លាប់នៅចំពោះមុខជីនដូមីងវាមើលទៅហាក់ដូចជាកាច់សាហាវនិងរងមាំគួរឲ្យចាប់អារម្មណ៍បន្ទាប់ពីវាបានបញ្ចប់ការសម្ដែងរបស់វាតុក្កតាដ៏រងមាំនេះបានឈរនៅទីនោះសាច់ចំអកពេលឮសំឡេងនោះអង្គរៈមកពីក្រុមមន្ត្រី Narita Corporation ទាំងអស់ញ័រខ្លួនដោយការភ្ញាក់ផ្អើលនឹងអ្វីដែលពួកគេបានឃើញនោះជាពិសេសសម្រាប់អ្នកដំណោះស្រីដែលសម្លឹងមើលដោយភ្នែកធំនិងងឿងឆ្ងល់ជីនដូមីងក៏ញ័រខ្លួនដែរបន្ទាប់មកគាត់បានតែកាត់អីខណៈពេលកំពុងសើចយ៉ាងរីករាយគាត់ហៀបនឹងនិយាយនៅពេលដែលអ្នកថែរក្សាផ្ទះស្រីនៅក្បែរគាត់ស្រាប់តែភ្ញាក់ខ្លួនហើយឧទានយ៉ាងប្រញាប់យើងចង់បានពួកគេទាំងអស់គ្នាថ្មវិញ្ញាណមួយលានសម្រាប់ពួកគេម្នាក់ពេលឮថាអ្នកថែរក្សាផ្ទះបានតតម្លៃនៅចំពោះមកគាត់ជីនដូមីងមើលទៅហាក់ដូចជាមិនសប្បាយចិត្តបន្តិចទោះជាយ៉ាងណាក៏ដោយគាត់មិនបាននិយាយច្រើនទេពេលគាត់សម្លឹងមើលវាងបោហាក់ដូចជាយល់ពីអ្វីដែលកំពុងកើតឡើងផងដែរគាត់មានអារម្មណ៍ថាទោះបីជាជីនដូមីងជាអ្នកមានក៏ដោយក៏គាត់មិនមែនជាមនុស្សងងនោះទេប៉ុន្តែផ្ទុយទៅវិញគាត់ជាមនុស្សដែលមិនសូវយកចិត្តទុកដាក់លើលុយកាក់វ៉ាងបោយល់ថាគាត់មិនគួរលុបលន់ទេព្រោះគាត់បានយល់ព្រមលើតម្លៃដោយរាបសារមុនពេលយកតុក្កតារាប់រយផ្សេងទៀតចេញនៅទីបំផុតដោយអ្នកថែរក្សាផ្ទះភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយជីនដូមីងពេញចិត្តយ៉ាងខ្លាំងភាគីទាំងពីរបានបញ្ចប់ប្រតិបត្តិការដោយការកាត់ Spirit Stone ដែលមិនមានអត្តសញ្ញាណវ៉ាងបោបានបញ្ជូនជីនដូមីងនិងក្រុមរបស់គាត់ដល់ស្នាមញញឹមមុនពេលចាត់ចេញជីនដូមីងដែលហាក់ដូចជាចាប់អារម្មណ៍កាន់តែខ្លាំងចំពោះបាងបោបានសួរឈ្មោះរបស់គាត់មើលទៅហាក់ដូចជាភ្ញាក់ផ្អើលពេលឮឈ្មោះបាងបោវាស្ដាប់ទៅដូចជាសមនឹងវាពីមុនបន្ទាប់មកគាត់បានប្រវីដៃហើយចាត់ចេញអុកញ៉ានេះជាអុកញ៉ាពិតប្រាកដពេលក្រឡេកមើលជីនដូមីងដែលកំពុងចាត់ចេញបាងបោមានអារម្មណ៍ពុះពេញដោយអារម្មណ៍សូម្បីតែសោកសៅបន្តិចដែលពួកគេបាត់ទៅគាត់បានងាកមកតែពេលដែលគាត់លែងឃើញពួកគេទៀតក្នុងជីវិតរបស់ខ្ញុំទាំងមូលរឿងដែលខ្ញុំចូលចិត្តបំផុតគឺការបង្កើតមិត្តភាពជាមួយអុកញ៉ាវ៉ាងបោបានប៉ះខ្សែដៃផ្ទុករបស់គាត់ហើយស្ទាបរកកាត់ Spirit Stone ខាតដែលមិនមានអត្តសញ្ញាណក៏ដូចជាដែលដាមអាមិនថ្នាក់ទី7ភ្លើងបានឆាប់ឆេះនៅក្នុងចិត្តរបស់គាត់ដូចជាមានអាមភ្លើងនៅក្នុងខ្លួនរបស់គាត់ដោយក្តីរីករាយគាត់បានចាប់ផ្ដើមស្វែងរក Mystic Trace Fox ខណៈពេលកំពុងសាកល្បងអាវុធដាមីថ្នាក់ទី7បញ្ហាតែមួយគត់គឺថាអាវុធដាមីដ៏មានឥទ្ធិពលបែបនេះអាចឈានដល់សក្តានុពលពេញលេញរបស់វាបានលុះត្រាតែប្រើដល់នរណាម្នាក់នៃដំណាក់កាល Foundation Establishment វាជាការលំបាកសម្រាប់អ្នកបង្ហាត់ទ្រូបរីកក្នុងការប្រើប្រាស់វាព្រោះវាដូចជាក្មេងម្នាក់កំពុងព្យាយាមកាន់ពូផៅធំមួយទោះបីជាវ៉ាងបោមានកម្រិតរាងកាយដូចគ្នានឹងអ្នកបង្ហាត់ Foundation Establishment ក៏ដោយអ្វីដែលគាត់អាចធ្វើបានច្រើនបំផុតគឺការដៅហើយប្រើវាជាអាវុធប្រយុទ្ធក្នុងចម្ងាយចិត្តគាត់នៅតែមិនស្ថិតស្ថេរក្នុងការប្រើប្រាស់បណ្ណាគមដើម្បីគ្រប់គ្រងដែរដូចជាដែរហោះទោះបីជាយ៉ាងណាក៏ដោយអំណាចនៃដៃគឺគួរឲ្យភ្ញាក់ផ្អើលទោះបីជាមនុស្សម្នាក់កំពុងប្រើវាជាអាវុធប្រយុទ្ធក្នុងចម្ងាយចិត្តក៏ដោយវ៉ាងបោគ្រាន់តែធ្វើឲ្យផ្នែកតូចមួយនៃការបង្ហាត់របស់គាត់សកម្មហើយប្រើដៃយ៉ាងស្រាលប៉ុន្តែសំឡេងដ៏គួរឲ្យខ្លាចមួយត្រូវបានបង្កើតឡើងភ្លាមរូបរាងស្រមៃរបស់ក្រពើមួយបានលេចឡើងដែលបង្កើតជាស្នាមប្រេះដ៏គួរឲ្យភ័យខ្លាចនៅក្នុងដីនោះធ្វើឲ្យបានបោរំភើបចិត្តព្រោះគាត់មានអារម្មណ៍ថាគាត់ទទួលបានសន្លឹកវាបន្ថែម
ដូច្នេះគាត់បានសាកល្បងវាដោយរំភើបពី3ដងទៀតមុនពេលដឹងថាគាត់មិនអាចប្រើដើមបានច្រើនហួសហេតុពេកទេព្រោះគាត់គ្រាន់តែនៅដំណើរការ Foundation Establishment ប៉ុណ្ណោះបន្ទាប់មកគាត់បានរកសារហើយបន្តស្វែងរក Mystic Trade ពី3ថ្ងៃក្រោយមកនៅពេលដែលគាត់បានរកឃើញ App Mystic Trade គាត់ក៏ចាប់តាមសាកល្បង Teleportation តហើយម្ដងទៀតគាត់កាន់តែក្លាហានឡើងព្រោះគាត់ត្រូវបានការពារដោយអាវុធដាមអាមិនដោយនោះមួយសប្តាហ៍បានកន្លងផុតទៅយ៉ាងលឿនក្នុងរយៈពេលមួយសប្តាហ៍នោះបានបោត្រូវបានដឹកជញ្ជូនច្រើនដងហើយបានបរាជ័យគ្រប់ឱកាសទាំងអស់ការផ្លាស់ប្ដូរដែលគាត់បានធ្វើចំពោះអង្គកម្មបានកើនឡើងហើយទំហំនៃអង្គកម្មបានផ្លាស់ប្ដូរជាលទ្ធផលក្នុងពេលជាមួយគ្នានេះបានបានរកឃើញបំណែក2នៅក្នុងដំណើរការនេះដែលធ្វើឲ្យចំនួនបំណែកសរុបដែលគាត់មានចំនួន11ទីបំផុតគាត់ក៏បានរកឃើញវិធីដើម្បីបិទបាំងប្រភព Spirit Key របស់គាត់ជាបន្តអាសិនហើយក្នុងកម្រិតជាក់លាក់មួយធ្វើឲ្យចលនារបស់វាចុះខ្សោយនៅពេលដែលវារីករាលដាលវាតម្រូវឲ្យប្រើគ្រាប់ពូជលេបប្របាក់របស់គាត់ប៉ុន្តែវានៅតែមិនអាចស្ថិតស្ថេរបានក្នុងរយៈពេលមួយសប្តាហ៍បានបោក៏បានជួបមនុស្សមួយចំនួនដែលគាត់ស្គាល់ផងដែរពួកគេទាំងអស់សុទ្ធតែជាសិស្សមកពីមហាវិទ្យាល័យដោធំទាំង4ហើយបន្ទាប់ពីបានជួបនឹងផ្លាស់ប្ដូរព័ត៌មានជាមួយគ្នាពួកគេទាំងអស់គ្នាបានចាក់ចេញទៅតាមផ្លូវរៀងខ្លួនបានបោមិនបានជួបស៊ូយីហ្វាននិងហ្សាយ៉ាមីងតាំងពីដើមមកទោះជាយ៉ាងណាក៏ដោយពីអ្វីដែលអ្នកផ្សេងទៀតបានប្រាប់គាត់បានដឹងថាពួកគេក៏បានរកបំណែកជាច្រើនដោយខ្លួនឯងផងដែរតកតងនឹងស្ថានភាពគ្រោះថ្នាក់បានប៉ាវើបានជួបប្រទះនឹងប្រជាព្រះច័ន្ទពេលយប់ហើយក៏បានជួបប្រទះនឹងភ្លៀងពោផងដែរគាត់ថែមទាំងបានឃើញរូបភាពស្រមោលពីចំណែម្ដងដូចគ្នានេះដែរបន្ទាប់ពីការស្រាវជ្រាវនិងស្វែងរកជាបន្តសំណាងរបស់បានប៉ាវើហាក់ដូចជាអស់ទៅហើយដែលមិនមែនជារឿងដែលមិននឹកស្មានដល់ដូច្នេះ2ថ្ងៃក្រោយមកនៅពេលដែលគាត់បានបង្ហាញខ្លួនតទៀតបន្ទាប់ពីត្រូវបានបញ្ជូនដោយ App Mystic Trade គាត់បានដឹងថាគាត់ត្រូវបានបំពាត់ដោយព្រៃក្រាស់វានឹងមិនមែនជាបញ្ហាទេប្រសិនបើវាគ្រាន់តែជាព្រៃប៉ុន្តែនៅពេលដែលគាត់ឡើងទៅលើកំពូលដើមឈើហើយមើលទៅលើមេឃគាត់បានទៅដង្ហើមរបស់គាត់ព្រោះគាត់លែងអាចមើលឃើញផែនដីទៀតហើយពេលក្រឡេកមើលទៅឆ្ងាយវាហាក់ដូចជាព្រៃឈើគ្របដណ្ដប់លើតំបន់ទាំងមូលនោះធ្វើឲ្យគាត់ដឹងភ្លាមថាគាត់ត្រូវបានគេបញ្ជូនទៅកាន់ផ្នែកងងឹតនៃព្រះច័ន្ទហើយស្ថិតនៅជ្រៅនៅក្នុងវាជាជាងនៅលើគែមរបស់វាខ្ញុំនឹងមិនស្លាប់ទេបើខ្ញុំមិនសម្លាប់ខ្លួនឯងបានប៉ាវលមានការងឿងឆ្ងល់និងប្រុងប្រយ័ត្នខ្ពស់ពេលគាត់សម្លឹងមើលព្រៃស្នាជ្រងំដប់ដង្ហើមញាប់រុក្ខជាតិនៅទីនោះខុសពីរុក្ខជាតិនៅលើផែនដីទាំងពណ៌និងរូបរាងរុក្ខជាតិភាគច្រើនមានពណ៌ស្វាយដែលនឹងផ្លាស់ប្ដូរទៅតាមពេលវេលាក្នុងពេលជាមួយគ្នានេះតកតងនឹងរូបរាងពួកវាទាំងអស់មានរាងជារង្វង់វាស្រដៀងនឹងការស្ថិតនៅក្នុងពិភពស្រមើស្រមៃហើយពេលខ្លះមនុស្សម្នាក់អាចមើលឃើញសត្វដែលបែងចែកជាផ្នែកដែលមានទំហំប៉ុនកូនគោកំពុងរត់កាត់ថាមពលវិញ្ញាណច្បាស់ជាប្រមូលផ្តុំនៅទីនោះច្រើនជាងនៅលើផ្នែកខាងមុខនៃព្រះច័ន្ទទោះជាយ៉ាងណាក៏ដោយបរិស្ថាននិងអំណោយផលដល់បានបោទេព្រោះវាមានន័យថាសត្វនៅទីនោះក៏មានសមត្ថភាពស្រូបយកថាមពលវិញ្ញាណផងដែរដែលធ្វើឲ្យពួកវាមានគ្រោះថ្នាក់កាន់តែខ្លាំងនៅពេលដែលបានបោដើរទៅមុខដោយប្រុងប្រយ័ត្នគាត់បានជួបប្រទះនឹងសត្វដែលមានក្បាលពីរច្រើនផ្នែកដែលមានទំហំប៉ុនសត្វតោដែលកំពុងផ្លាស់ប្ដូរពណ៌របស់វារវាងពណ៌ខៀវនិងពណ៌លឿងនៅពេលដែលវាឡើងនៅដើមឈើនោះស្រាប់តែបែកចេញពីគ្នាលើបសត្វទាំងមូលនោះបានធ្វើឲ្យបានបោញាក់សាច់ហើយគាត់កាន់តែមានការប្រុងប្រយ័ត្នខ្ញុំត្រូវចេញពីទីនេះឆាប់ខ្ញុំត្រូវស្វែងរក App Mystic Trade ហើយត្រូវបានបញ្ជូនទៅកាន់ទីអវកាស
វ៉ាងប៉ាវលស្រូបដង្ហើមចូលយ៉ាងជ្រៅរួចបន្តដំណើរទៅមុខក្នុងល្បឿនលឿនជាងមុននៅក្នុងព្រៃបន្ទាប់ពី3ម៉ោងគាត់នៅតែមិនអាចរកឃើញព្រំប្រទល់នៃព្រៃហើយមិនមានអារម្មណ៍ថាមាន Up My Stick ព្រៃហ្វុកទេរឿងនេះធ្វើឲ្យគាត់មានការថប់បារម្ភហើយគាត់ហៀបនឹងផ្លាស់ប្តូរទិសដៅរបស់គាត់ដើម្បីស្វែងរកដីល្បាប់មួយផ្សេងទៀតស្រាប់តែគាត់ឈប់មួយជំហានសម្លឹងមើលទៅខាងឆ្វេងរបស់គាត់មាននរណាម្នាក់នៅទីនោះទេវ៉ាងប៉ាវលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់បានឃើញតាមចន្លោះរវាងរុក្ខជាតិថាមានអ្នកដាំដុះរាប់រយនាក់នៅក្នុងតំបន់នោះនៅពីមុខគាត់ពួកគេទាំងអស់គ្នាស្លៀកពាក់ស្រដៀងគ្នាហើយវ៉ាងប៉ាវលបានដឹងថាគាត់បានជួបនរណាម្នាក់ស្លៀកពាក់តាមរបៀបដូចគ្នានឹងពួកគេនៅពេលដែលគាត់នៅក្នុង Mystic Lunarium គាត់បានស្គាល់ភ្លាមៗថាពួកគេមកពីត្រកូលមេចំនួនទី5ពួកគេបានដាក់ទម្រង់ជួរនៅក្នុងតំបន់នោះហើយជីកលេនដ្ឋានដ៏ធំមួយហើយមនុស្សរាប់រយនាក់កំពុងធ្វើចលនាដូចជាកំពុងព្យាយាមដឹកជញ្ជូនអ្វីមួយក្នុងពេលជាមួយគ្នានេះក្នុងទិសដៅមួយទៀតវ៉ាងប៉ាវលបានឃើញអ្វីមួយដែលធ្វើឲ្យកូនភ្នែករបស់គាត់រួមទៅនឹងឆក់បេះដូងរបស់គាត់ដោយការភ្ញាក់ផ្អើលគាត់បានឃើញដើមឈើយក្សមួយដើមឈើនោះហាក់ដូចជាកំពុងទំនាក់ទំនងជាមួយនរណាម្នាក់ហើយមនុស្សនោះគឺជាមនុស្សចាស់ម្នាក់ដែលកំពុងងឿងឆ្ងល់អារម្មណ៍ដែលគាត់បញ្ចេញមកនោះគឺជាអារម្មណ៍របស់នរណាម្នាក់ដែលបានឈានដល់ការបង្កើតស្នូលនេះឈុតឆាកនេះបានធ្វើឲ្យក្បាលរបស់វ៉ាងប៉ាវលដោយសកម្មភាព